ដំណើរឆ្ពោះមកទិសខាងលិចនិងឥណ្ឌូចិនក្នុងឆ្នាំ2000បាទចង់ដឹងអត្ថបទនិងសិភៅដំណើរឆ្ពោះមកទិសខាងលិចមានន័យនិងខ្លឹមសារយ៉ាងណានោះបាទរីករាយសន្តាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាដូចតទៅប៉ុន្តែមុននឹងចូលសាច់រឿងរបស់យើងបាទខ្ញុំបាទសូមចិត្តពុកម៉ែបងប្អូនថ្មីដែលមិនទាន់ជួយជីវនិង Subscribe សូមចុច Subscribe និងជីវដាក់រូបកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងបាទដំណើរឆ្ពោះមកទិសខាងលិចមេរៀននៃប្រវត្តិសាស្ត្រគឺជាអ្វីយើងពុំមានបំណងយកមេរៀននេះមកបង្ហាត់បង្ហាញអំពីទស្សនវិជ្ជានៃប្រវត្តិសាស្ត្រតែយើងគប្បីធ្វើការរំលឹកខ្លះៗដែលមានអត្ថប្រយោជន៍ចំពោះការយល់ដឹងរបស់យើងត្រូវតែជៀសវាងនៅការការពារដោយមើងម៉ាត់តែយើងត្រូវតែជាអ្នកប្រកាសនិយមទស្សនវិជ្ជាជាច្រើនបានចោទសួរចំពោះមេរៀនប្រវត្តិសាស្ត្រនេះថាតើប្រវត្តិសាស្ត្រមេរៀនបានផ្ដល់អ្វីឲ្យយើងឬទេឬក៏ប្រវត្តិសាស្ត្រមានប្រយោជន៍ឬទេបើស្រេចទៅតាមតែលោកប្រវត្តិសាស្ត្រអាចមានឬគ្មានប្រយោជន៍អ្វីតតែសោះចំពោះយើងយល់ថាប្រវត្តិសាស្ត្រមានប្រយោជន៍ផងហើយក៏គ្មានប្រយោជន៍ផងប្រវត្តិសាស្ត្រគឺគ្មានប្រយោជន៍ដែលហ៊ានអះអាងយ៉ាងនេះគឺដោយសារតែហេតុផលគ្មានបាតុភូតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឯណាអាចនឹងកើតឡើងវិញពីរដងហើយក៏មានលក្ខណៈដូចគ្នាឡើយការបញ្យល់នេះគឺវាអាស្រ័យហេតុថានៅក្នុងសម័យមួយមានស្ថានភាពឬលក្ខន្តិកៈសង្គមកិច្ចការនយោបាយវប្បធម៌សេដ្ឋកិច្ចប្លែកអំពីសម័យមួយទៀតដូច្នេះហើយយើងពុំអាចរកស្ថានភាពពីរឲ្យមានលក្ខណៈដូចគ្នាបានយ៉ាងណាមិញយើងក៏ពុំអាចទាញយកនៅមេរៀនអ្វីមួយឲ្យប្រកាសប្រជាអាចនឹងយកមកធ្វើជាគំរូបានឡើយគួរយើងយកឧទាហរណ៍មកបញ្យល់សង្គ្រាមលោកលើកទី1ទុកណាជាការទម្លាក់ការខុសត្រូវដ៏ធ្ងន់ធ្ងរទៅលើប្រទេសអាល្លឺម៉ង់ក្តីក៏មូលហេតុដែលបណ្ដាលឲ្យស្មុគស្មាញយ៉ាងណាមិនមែនតែប្រទេសអាល្លឺម៉ង់តែម្នាក់ទេគឺទ្វីបអឺរ៉ុបនោះឯងដែលជាអ្នកទទួលខុសត្រូវដោយតែការបង្កើតមាននៅការប្រណាំងប្រជែងខាងផ្លូវសេដ្ឋកិច្ចឧស្សាហកម្មពាណិជ្ជកម្មហើយចុងក្រោយបង្អស់នៃការប្រណាំងប្រជែងនៅនយោបាយទូតនិងយោធាហើយទាំងអស់គឺមានផលវិបាកនៃការលូតលាស់ឬក៏វិវត្តនៃរបបមូលធនអន្តរជាតិដែរដល់សង្គ្រាមលោកលើកទី2ផ្ទុះឡើងពិភពលោកហាក់ដូចជាយល់ថាប្រវត្តិសាស្ត្រថយក្រោយវិញច្រំដែលប្រទេសអាល្លឺម៉ង់បង្កសង្គ្រាមលោកលើកទៀតហើយតែបើតាមការពិតទៅសង្គ្រាមលោកលើកទី2នេះគឺបណ្ដាលមួយភាគដ៏ធំអំពីការឈ្គួតលីលានៃមនុស្សម្នាក់គឺអ៊ីតាលីនោះឯងរីឯសង្គមអាល្លឺម៉ង់វិញអំពីសម័យស្គីយ៉ូមទី2មកដល់សម័យអ៊ីតាលីគឺមានការប្រែប្រួលច្រើនណាស់ទៅហើយឯស្ថានភាពអន្តរជាតិផ្នែកសេដ្ឋកិច្ចនយោបាយវិទ្យាសាស្ត្រក៏ដូចជានោះដែរតើទាំងនេះឬដែលគេសន្និដ្ឋានថាប្រវត្តិសាស្ត្រគ្មានប្រយោជន៍គឺជាមតិមួយឬក៏ជានិក្ខេបបទមួយដែលគប្បីពិចារណាឲ្យជ្រៅជ្រះដោយយកមធ្យមភាពនៃការវិវត្តនោះជាអាងយើងពុំអាចកាត់ផ្ដាច់ប្រវត្តិសាស្ត្រជាកង់ចេញពីគ្នាឡើយបច្ចុប្បន្នកាលយើងនេះជាលទ្ធផលនៃអតីតកាលសម័យបុរាណហើយគេក៏ថយទៅក្រោយរហូតដល់កំណើតនៃពិភពលោកជាការពិតណាស់វត្ថុនៅក្នុងលោកអ្វីក៏ដោយដែលតាក់ទងយ៉ាងគ្នាយ៉ាងជិតស្និទ្ធយ៉ាងណាមិញយើងពុំអាចផ្ដាច់អតីតកាលថ្មីឬក៏បុរាណនិងបច្ចុប្បន្នកាលនិងអនាគតកាលបានឡើយដូច្នេះប្រវត្តិសាស្ត្រប្រកាសជាពន្លឺបញ្ចាំងមកលើបច្ចុប្បន្នកាលនិងអនាគតកាលគឺនៅក្នុងយមន័យនេះហើយដែលយើងគួរលើកយកមកបញ្ជាក់អំពីបញ្ហារបស់យើងមកដោះស្រាយគឺបញ្ហានៃការគង់វង្សជីវិតប្រជាជាតិយើងនៅក្នុងភូមិភាគនេះនៃពិភពលោកបំភ្លឺទៅដល់សាមញ្ញជនយើងដល់រាល់គ្នាយើងនិយាយអំពីប្រទេសវៀតណាមយើងចុះនៅក្នុងអតីតកាលនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិមានចលនាទេសអន្តោប្រវេសន៍មួយដែលមានលក្ខណៈជាទូទៅហើយគេសង្កេតមានមកហើយនៅក្នុងសម័យអតីតកាលបុរាណនិងថ្មីនេះដំណើរទៅទិសខាងត្បូងនៃជនជាតិទាំងឡាយដែលរស់នៅផ្នែកខាងជើងនៃផែនដីដូចនេះនៅទ្វីបអឺរ៉ុបជនជាតិខាងជើងក៏ដូចជាណូម៉ង់ហ្សែ
ម៉ានីតបានរុញច្រានចុះមកខាងក្រោមចាប់តាំងពីសតវត្សទី5ដល់សតវត្សទី6រហូតមកដល់នឹងសតវត្សទី11 12នៅទ្វីបឥណ្ឌាជនជាតិអាយ៉ិនបទសម្បុរសបានចុះមកពីប៉ែកខាងត្បូងនៃប្រទេសរុស្ស៊ីមកតាំងលំនៅខាងត្បូងនៃជួរភ្នំហេមណាពីននៅក្នុងទីវាលនៃទន្លេសិន្ធុនិងទន្លេកុងគាហើយបានរុញច្រានជនជាតិឥណ្ឌាដើមសម្បុរខ្មៅឲ្យចុះមកនៅផ្នែកខាងត្បូងនៅខាងជើងនិងខាងលិចនៃប្រទេសកម្ពុជាជនជាតិសៀមដែលមានដើមកំណើតនៅអាណាចក្រខេត្តយូណាននៃប្រទេសចិនបានចាប់ផ្ដើមសម្រុកចុះមកខាងត្បូងតាំងពីសតវត្សទី12មកម្លេះដោយបានមកតាំងនៅក្នុងអាណាខេត្តខ្មែរទាំងឡាយនៃភាគខាងលិចប្រទេសកម្ពុជាសម័យបច្ចុប្បន្នហើយបានរុញច្រានរហូតទៅដល់ម៉ាឡាយូរួចតាំងទីលំនៅនៅខេត្តម៉ាឡាយូនោះផងនៅក្នុងឧបទ្វីបឥណ្ឌូចិនដដែលនេះជនជាតិវៀតណាមដែលមានដើមកំណើតនៅភូមិភាគតុងកឹងក៏បានធ្វើការសម្រុកចុះមកខាងក្រោមដែរមកចុងក្រោយនៅសតវត្សទី14ជនជាតិវៀតណាមបានដណ្ដើមវាយកទីតាំងរបស់ខ្លួននៅក្នុងអាណាខេត្តខាងជើងទាំងឡាយនៃនគរចម្ប៉ាមានខេត្តខ្វាងប៊ីងខ្វាងទ្រីវេរហូតមកដល់ទូរ៉ាន់សពថ្ងៃសតវត្សទី15មកដល់នឹងសតវត្សទី17នគរចាមទាំងមូលរហូតមកដល់បេញថាញ់ប៉ែកខាងត្បូងបំផុតត្រូវបានរលាយឈ្មោះបាត់ពីផែនទីពិភពលោកនៅក្នុងឆ្នាំ1996ការវិទីតាំងនៅក្នុងនគរចម្ប៉ាមិនទាន់បានចាប់ស្រេចបាច់ហើយផងនិគមយួនក៏ចាប់ផ្ដើមរុលចុះមកក្រោមទៀតដើម្បីមកដល់ទល់នឹងដែនដីកម្ពុជាក្រោមតែម្ដងដែនដីដ៏មានជីជាតិសម្បូរទៅដោយធនធានខាងកសិកម្មមានស្រូវត្រីដំណាំគ្រប់បែបយ៉ាងដែនដីសណ្ដនៃទន្លេមេគង្គនិងបណ្ដាជនជាតិខ្មែរក្រោមដែលមានចំនួនតិចនៅឡើយស្ថិតនៅតាមមាននានានៅចុងសតវត្សទី17មានជនជាតិខ្មែរប្រមាណជា 40000 គ្រួសារគឺប្រហែលជា 200,000 នាក់តែប៉ុណ្ណោះនៃផ្ទៃដី 60000 គីឡូម៉ែត្រការ៉េហេតុទាំងនេះឯងបានតាក់ទាញចំណាប់អារម្មណ៍ដល់និគមយួនជាខ្លាំងដែលជាច្រើនសតវត្សមកហើយបានឃ្លាតកាន់តែឆ្ងាយអំពីដែនដីសណ្ដទន្លេមេគង្គជាភូមិភាគកំណើតរបស់ខ្លួនប្រកបទៅដោយធនធានកសិកម្មក៏ដូចជាដែនដីសណ្ដទន្លេមេគង្គដែរអាស្រ័យហេតុនេះហើយគោលបំណងយកភូមិភាគខាងត្បូងនៃកម្ពុជាត្រូវបានចាត់ជាគម្រោងការដែលត្រូវអនុវត្តភ្លាមៗនៃជនជាតិវៀតណាមចាប់តាំងពីសតវត្សទី17មកម្លេះនៅដើមសតវត្សទី17គេក៏ចាប់ផ្ដើមចូលមកតាំងលំនៅដោយស្ងៀមស្ងាត់ជាធម្មតានៅក្នុងចំណោមអាណាខេត្តខ្មែរប៉ែកខាងកើតនៃដែនដីកម្ពុជាក្រោមគឺភូមិភាគបារាបៀនហ្វាព្រៃនគរសពថ្ងៃនេះការតាំងទីលំនៅបានធ្វើបានដោយសារតែការធ្វើប្រហែសនៃរាជការខ្មែរយើងនៅក្នុងខេត្តទាំងឡាយនោះហើយអាស្រ័យម្យ៉ាងទៀតមកតែពីសង្គ្រាមនៅក្នុងរវាងគ្នាឯងនិងការវិវាទដណ្ដើមរាជបល្ល័ង្ករាជនៃក្សត្រខ្មែរនៅក្នុងឆ្នាំ1651ជនជាតិខ្មែរបានទៅសុំជំនួយពីស្ដេចក្វៀងរឿងដើម្បីទប់ទល់នឹងក្សត្រដណ្ដើមរាជមួយអង្គឈ្មោះថាក្វៀងរឿងក៏ប្រញាប់ប្រញាល់បញ្ជូនកងទ័ពមួយពលធំទៅជួយហើយឆ្លៀតឱកាសនោះធ្វើការបង្ខិតបង្ខំដណ្ដើមយកអាណាខេត្តបារានិងបៀនហ្វាតែម្ដងទៅទុកជាសគុណនៃការជំនួយនោះនយោបាយអន្តរាគមន៍ផ្ទៃក្នុងនៃជនជាតិយួនចេះតែមានបន្តទៅទៀតស្របទៅតាមចលនាដែលមានញយនៅក្នុងប្រទេសកម្ពុជាហេតុនេះហើយនៅក្នុងឆ្នាំ1691អាណាខេត្តព្រៃនគរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃជនជាតិយួនហើយមកដល់នឹងសតវត្សទី18ការវិទីទាំងនេះបានមកដល់ទន្លេមេគង្គជាស្រេចនាដើមសតវត្សទី18ដោយសំអាងទៅលើកិច្ចគាំពាររបស់ខ្លួនឆ្នាក់ប្រឆាំងនឹងសៀមទៅលើអាណាខេត្តប៉ែកខាងលិចនៃកម្ពុជាក្រោមមានខេត្តពីមបារាជាសពថ្ងៃនេះជនជាតិយួនមកធ្វើអន្តរាគមន៍ថ្មីទៀតនៅលើខេត្តទាំងនេះនៅឆ្នាំ1739ព្រះមហាក្សត្រខ្មែរទ្រង់បានធ្វើសង្គ្រាមយកខេត្តពីមមកវិញតែពុំបានសម្រេចដោយបំណងតពីនោះទៅអាណាខេត្តប៉ែកកណ្ដាលនៃកម្ពុជាក្រោមមានខេត្តមេសរវិញឡុងសាដែកមាត់ជ្រូកក៏បាត់បង់មាតុភូមិខ្មែរម្ដងមួយដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃជនជាតិយួនអាណានិគមពង្រីកទឹកដីអ្វីបើមានការតវ៉ានិងតស៊ូអំពីរាជបល្ល័ង្កក្រុងឧដុង្គក៏ដោយនៅក្នុងឆ្នាំ1765ដែនដីកម្ពុជាក្រោមទាំងមូល
ក៏ធ្លាក់ទៅជាដែនដីនិគមយួនលើកលែងតែខេត្តត្រាំងនិងជ្រោយទឹកខ្មៅដែលទាល់តែជិតមួយសតវត្សទៀតទើបមកឆ្នាំ1840ទើបធ្លាក់ទៅក្នុងអំណាចយួនជាដាច់ស្រេចពីពេលនោះមកប្រវត្តិសាស្ត្រនៃកម្ពុជាក្រមក៏ដូចជាប្រវត្តិសាស្ត្រនៃនគរចម្ប៉ាដែរក៏ត្រូវលាយចូលគ្នាជាមួយនឹងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមរហូតមកទល់នឹងសព្វថ្ងៃនេះអាណានិគមនិយមទាំង3ប៉ះទង្គិចគ្នានៅឥណ្ឌូចិនការដែលយើងលើកយកអតីតកាលដ៏ជូរចត់នេះមករំលឹកនៅក្នុងទីនេះឆ្លើយនឹងគោលការណ៍បំណងមួយយ៉ាងច្បាស់លាស់ណាស់គឺដើម្បីបំភ្លឺទៅដល់ការអភិវឌ្ឍនៃប្រវត្តិសាស្ត្រភូមិភាគនៃពិភពលោកតែប៉ុណ្ណោះគ្រាន់តែជាពន្លឺដល់សបញ្ញៈនៃយើងរាល់គ្នាការវិនិច្ឆ័យឲ្យតម្លៃឬដាក់ទោសទៅលើជនណាម្នាក់ប្រជាជាតិណាមួយឬផ្ទុយទៅវិញគឺជាការសរសេរក្តីឬជាការញ៉ាំងឲ្យមានការស្អប់ខ្ពើមរវាងជាតិមួយនិងជាតិមួយទៀតទាំងអស់នេះមិនមែនជាគោលដៅនៃប្រវត្តិវិទូទេដូចនេះគួររំលឹកនិងចងចាំខាងបញ្ញាដើម្បីពន្យល់តែប៉ុណ្ណោះតាំងពីដើមរៀងមកអាណានិគមនិងការពង្រីកទឹកដីនិយមនៃសៀមហើយនិងយួនគឺជាការគំរាមកំហែងគ្រោះថ្នាក់ដ៏ធំបំផុតដល់អាយុជីវិតនៃប្រទេសកម្ពុជានិងឡាវមុនការមកដល់នៃជនជាតិស្បែកសនៅក្នុងភូមិភាគនេះនៅដើមសតវត្សទី19កម្ពុជានិងឡាវសឹងតែស្គាល់នៅវិនិច្ឆ័យអភ័ព្វនៃចម្ប៉ានិងប្រទេសជាច្រើនដទៃទៀតនៅលើពិភពលោកទៅហើយតែពេលនេះប្រវត្តិសាស្ត្រហាក់ដូចជាដើរលឿនស្របទៅតាមល្បឿននៃប្រវត្តិសាស្ត្រនិងបច្ចេកទេសនៃបច្ចឹមប្រទេសនៅក្នុងរជ្ជកាលព្រះបាទមីងម៉ាងនៅក្នុងឆ្នាំ1820ដល់ឆ្នាំ1841ប្រទេសកម្ពុជាទាំងមូលត្រូវបែងចែកជាពីរភាគដែលមានទល់ដែនត្រង់ខ្សែបន្ទាត់ខេត្តពោធិ៍សាត់និងបាត់ដំបងហើយខ្សែបន្ទាត់ឆ្ងាយពីបឹងទន្លេសាបឡើងទៅដល់ព្រៃម្លូមុននឹងតម្រង់ឆ្ពោះទៅដល់ស្ទឹងត្រែងហើយជាខ្សែច្បីឆ្លងបឹងទន្លេសាបឡើងទៅដល់ព្រៃម្លូនិងតម្រង់ទៅដល់ឆ្ពោះដល់ខេត្តស្ទឹងត្រែងទៅដល់ប្រទេសខ្មែរវៀតណាមសប្តាហ៍ថ្ងៃនេះដូចនេះដី1/3នៃកម្ពុជាខាងជើងទន្លេសាបคล้ายទៅជាអាណាខេត្តសៀម2/3នៃដែនដីខ្មែរក្រមខ្សែបន្ទាត់ដដែលនោះคล้ายទៅជាអាណាខេត្តយួនឈ្មោះថាត្រាន់តៃថាញ់ដែលមេទ័ពទ្រឹងមិញយ៉ាងជាស្ដេចក្រាញ់ដែលមានរាជធានីនៅណាំយ៉ាងគឺភ្នំពេញនោះបានប្រកាសដំណើរឆ្ពោះមកទិសខាងលិចវិញដោយហេតុដំណើរសម្រុកចុះមកក្រោមបានសម្រេចដល់គោលដៅព្រោះដោយទឹកខ្មៅជាជីដែនខាងត្បូងបំផុតនៃឥណ្ឌូចិនត្រូវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃយួនរួចទៅហើយតែអាណាខេត្តខ្មែរថ្មីគឺត្រាន់តៃថាញ់នេះពុំមានអាយុយឺនយូរទេពីព្រោះការអនុវត្តនយោបាយតឹងរឹងបញ្ចូលខ្មែរឲ្យទៅជាយួនបណ្ដាលឲ្យមានប្រតិកម្មខ្លាំងពីសំណាក់មហាជនខ្មែរការបះបោរប្រឆាំងនឹងយួនជិះជាន់ទឹកដីដឹកនាំទៅដោយព្រះអង្គឌួងដោយមានជំនួយពីសៀមផងបានធ្វើអំណាចយួនមានការខូចខាតយ៉ាងច្រើនហើយទ្រឹងមីងយ៉ាងក៏ដកខ្លួនថយទៅនៅអានយ៉ាងនៅក្នុងឆ្នាំ1841នយោបាយធ្វើឲ្យខ្មែរទៅជាយួនក៏ត្រូវទទួលបរាជ័យយ៉ាងជាក់ស្ដែងជាមួយគ្នានោះការមកដល់នៃពួកបារាំងគឺចាប់ឆ្នាំ1858ទៅនៅដែនដីកូសាំងស៊ីនក៏បានបើកយុគថ្មីមួយទៀតគឺនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិនអាណានិគមនិយមយួនក៏ត្រូវឈប់ស្លេះមួយអន្លើសិនពីព្រោះប្រទេសយួនខ្លួនឯងត្រូវคล้ายទៅជាដែនដីអាណានិគមបារាំងវិញម្ដងចំណែកឯភូមិភាគសៀមនិងកម្ពុជាបានបាត់បង់ទៅសៀមម្រាបព្រៃម្លូទន្លេល្ពៅនិងស្ទឹងត្រែងសៀមត្រួតត្រារហូតទៅដល់ឆ្នាំ1907ទើបប្រគល់មកឲ្យខ្មែរវិញដោយសារការសង្កត់សង្កិនខាងផ្លូវការទូតនិងនយោបាយនៃប្រទេសបារាំងអាណានិគមដែលបដូរដែនដីនេះជាមួយនឹងដែនដីខេត្តត្រាតនិងច័ន្ទបុរីដែលជាខេត្តខ្មែរខេត្តសៀមទល់មុខនឹងកោះកុងបច្ចុប្បន្ននេះចំពោះឯឡាវវិញក៏មានស្ថានភាពមិនខុសពីកម្ពុជាដែរពីទល់ដែនចិនមកដល់ខ្មែរប្រទេសឡាវត្រូវបានបែងចែកនៅដើមសតវត្សទី19ទៅជាអាណាខេត្តសៀមនិងយួនហើយនៅសល់តែរាជាណាចក្រតូចនៃលួងព្រះបាទនិងចម្ប៉ាស័កដែលនៅរងចាំតែការបែងចែកបន្តទៅទៀតតែប៉ុណ្ណោះក៏ប៉ុន្តែក៏ដូចជាកម្ពុជាដែរការចូលមកដល់នៃអាណានិគមនិយមបារាំងបានស្រោចស្រង់ឡាវឲ្យផុតពីមហន្តរាយនេះគឺជាការពិតអាណានិគមនិយមបារាំងគឺជាហ្វ្រាំងដ៏ស័ក្តិសិទ្ធិទប់អាណានិគមពង្រីកទឹកដីសៀមនិងយួននៅសតវត្សទី19មិនឲ្យលេបទឹកដីខ្មែរបាននិងឡាវតទៅទៀតបានឯណាទៅគ្រោះថ្នាក់តើគ្រោះថ្នាក់យើងនៅឯណា
យួនឬក៏សៀមតើប្រទេសសៀមគឺជាគ្រោះមហន្តរាយដល់ថ្នាក់ដល់អនាគតកម្ពុជាដែរឬទេប្រទេសសៀមសម័យបច្ចុប្បន្ននេះជាប្រជាជាតិដ៏ធំមួយដែលមានទីតាំងនៅកណ្ដាលឧបទ្វីបអាស៊ីអាគ្នេយ៍ដីគោកលើដែនដីមួយដែលមានទន្លេមេណាមហូរកាត់ជាកណ្ដាលហើយដែលប្រកបទៅដោយជីជាតិហើយនឹងធនធានកសិកម្មយ៉ាងធំធេងទីតាំងនៅកណ្ដាលយ៉ាងនេះហើយនៃប្រទេសសៀមលើវាលទំនាបស្ដុកស្ដំអាចផ្ដល់ឲ្យប្រទេសសៀមនៅនីតិមួយយ៉ាងធំក្នុងភូមិភាគនៃពិភពលោកតែការពិតវាហាក់ដូចមិនដូច្នោះសោះប្រទេសសៀមក៏មានលក្ខណៈជាដែនដីមួយដែលមានការលាតសន្ធឹងជាអតិបរមាទៅហើយពីខាងជើងគឺទល់ដែនសៀមឡាវភូមាមកដល់ខាងត្បូងទល់ដែនសៀមម៉ាឡាយូដែលមានចម្ងាយប្រហែលជា2000គីឡូម៉ែត្រហើយប្រទេសនេះគឺខ្វះឯកភាពខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចផងភូមិភាគប្រកបទៅដោយធនធានដីសណ្ដនៃទន្លេមេណាមដែលមានបណ្ដោយប្រហែលជា460គីឡូម៉ែត្រនិងទទឹង200គីឡូម៉ែត្រដីនេះគឺជាជង្រុកស្រូវនៃប្រទេសសៀមជាបេះដូងសេដ្ឋកិច្ចភូមិភាគផ្សេងពីនេះគឺជាភូមិភាគបន្ទាប់បន្សំចំពោះជនជាតិសៀមហើយអ្នកដែលរស់នៅទីនោះមិនមែនជាជនជាតិសៀមសុទ្ធសាធផងតំបន់ខាងជើងគឺពពួកជនជាតិភាគតិចមានការ៉ែនចាមនិងឡាវឯខាងជើងខាងកើតមានឡាវនិងខ្មែរនៅខាងត្បូងឈៀងខាងកើតមានខ្មែរនិងយួននិងចិនឯខាងត្បូងមានជនជាតិម៉ាឡាយូកាន់សាសនាអ៊ីស្លាមជនជាតិបរទេសទាំងនេះដែលស្ថិតនៅជុំវិញទន្លេមេណាមដែលមានការអាក់អន់ចិត្តជាខ្លាំងដោយជនជាតិសៀមទុកពួកទាំងនេះជាពលរដ្ឋបន្តបន្សំហើយការលូតលាស់ខាងសេដ្ឋកិច្ចទៀតសោតក៏យឺតយ៉ាវថមថយជាច្រើនបើប្រៀបធៀបទៅនឹងភូមិភាគទីក្រុងបាងកកនិងតាមដៃទន្លេមេណាមដែលជនជាតិសៀមនិងចិនរស់នៅដោយកកកុញហេតុការណ៍ទាំងនេះបណ្ដាលឲ្យមានចលនាជាតិនិយមនៅតាមដែនដីទាំងនោះគឺជាគ្រោះថ្នាក់មួយយ៉ាងធំធេងចំពោះឯកភាពនយោបាយនៃប្រទេសបញ្ហាធំដែលចោទសពថ្ងៃគឺការកើនឡើងដោយឆាប់រហ័សនៃជនជាតិសៀមដែនដីសណ្ដទន្លេមេណាមពុំអាចទប់ទល់ដល់ទម្ងន់នៃការធ្ងន់ឡើងនោះទេដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះគេត្រូវតែពង្រីកធនធានកសិកម្មរីឯដីដែលនៅជុំវិញដែនដីសណ្ដជាដីក្រទាំងអស់នេះហើយដែលធ្វើឲ្យជនជាតិសៀមនឹកកើតទៅដល់ទីវាលទំនាបនៃទន្លេមេគង្គនិងទន្លេសាបដែលមានខេត្តបាត់ដំបងខ្មែរជាដើមដែលសម្បូរទៅដោយធនធានកសិកម្មអាចចិញ្ចឹមមនុស្សច្រើនលាននាក់អ្វីបើសម័យបច្ចុប្បន្ននេះគម្រោងផែនការវាហាក់ដូចជាអនុវត្តមិនបានសម្រេចដោយហេតុថាសៀមមានបញ្ហាផ្ទៃក្នុងក៏ប៉ុន្តែទៅថ្ងៃអនាគតតទៅទៀតបើសេដ្ឋកិច្ចសៀមមិនបានលូតលាស់ឲ្យស្របទៅតាមការកើនឡើងយ៉ាងឆាប់រហ័សនៃបណ្ដាប្រជាជនទេការវិដណ្ដើមយកផ្នែកខាងលិចនៃប្រទេសកម្ពុជាអាចទៅជាការពិតបាននេះស្រេចទៅលើការវិវត្តនៃប្រវត្តិសាស្ត្រនៅក្នុងបច្ចុប្បន្ននេះសៀមនៅតែទន់ខ្សោយខាងផ្នែកផ្ទៃក្នុងពុំអាចលាតសន្ធឹងបានទៀតទេបើមិនដូច្នោះទេឯកភាពសៀមច្បាស់ជាត្រូវទទួលការគំរាមកំហែងពីជនជាតិភាគតិចយ៉ាងធ្ងន់ធ្ងរមិនលែងឡើយការលាតសន្ធឹងហួសមិត្តដឹកនាំឲ្យសៀមនៅភាពទន់ខ្សោយទៅវិញទេអាស្រ័យហេតុនេះហើយបើតាមយោបល់របស់យើងគ្រោះថ្នាក់របស់យើងមិនមែននៅទិសខាងលិចគឺជានៅទិសខាងកើតពិតប្រាកដប្រទេសវៀតណាមរួបរวมគ្នាគ្រោះថ្នាក់ដល់កម្ពុជាប្រទេសវៀតណាមរត់ខាងជើងនិងវៀតណាមខាងត្បូងរួបរวมគ្នាវិញប្រទេសនេះនឹងជាប្រទេសយ៉ាងធំធេងនៃអាស៊ីអាគ្នេយ៍ដែលមានចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់បើសិនជាណាមួយចំនួនប្រជាជនដែលជាកត្តាបន្តបន្សំចំពោះមហិទ្ធិនយោបាយនៃរដ្ឋនីមួយៗគុណសម្បត្តិនៃប្រជាជនរាស្ត្រគឺការវិវត្តនៃបណ្ដាជនប្រកាសជាកត្តាដែលសំខាន់ជាងគេបំផុតចំណែកឯកត្តាទាំង3នេះជនជាតិវៀតណាមមានទាំងអស់ឥតមានប្រកែកបានទី1បណ្ដាប្រជាជនអាចលេបអណ្ដូចិនទៅថ្ងៃអនាគតបានទី2ការកើនឡើងយ៉ាងឆាប់រហ័សនៃបណ្ដាជនទាំងនេះឯទី3សំខាន់បំផុតគឺគុណសម្បត្តិនៃជាពិសេសប្រជាជារាស្ត្រវៀតណាមនោះឯងចំពោះករណីខាងលើនេះបើមានជនជាតិឯណាដែលអាចប្រដូចបាន
ដោយទៅនឹងជនជាតិយួនគឺជនជាតិជប៉ុននិងអាល្លឺម៉ង់នោះឯងជនជាតិវៀតណាមគឺជាប្រជារាស្ត្រមួយប្រកបទៅដោយប្រាជ្ញានិងធម៌ពលសេចក្តីក្លាហាននិងជាពិសេសបំផុតគឺចិត្តតស៊ូប្រវត្តិសាស្ត្រនៃជនជាតិវៀតណាមនេះជាប្រវត្តិសាស្ត្រនៃសង្គ្រាមដែលប្រជារាស្ត្រវៀតណាមបានធ្វើដោយឥតស្រាកស្រានជាមួយនឹងបរទេសនៅជិតខាងមានចិនចម្ប៉ាឡាវសៀមខ្មែរនិងរវាងគ្នានឹងគ្នាខាងជើងទល់នឹងខាងត្បូងអាការនោះកើតមានឡើងជាច្រើនសតវត្សមកហើយហាក់ដូចជាគ្មានសញ្ញាណាប្រាប់បញ្ជាក់ថាសង្គ្រាមនេះនឹងឈប់ស្លេះហើយបើទោះជាក្រោយការបញ្ចប់សង្គ្រាមវៀតណាមសពថ្ងៃនេះក្តីវាសនានៃប្រទេសវៀតណាមគឺជាវាសនានៃប្រជាជាតិមួយដែលពង្រីកទឹកដីដោយសង្គ្រាមហើយត្រូវបានគេធ្វើសង្គ្រាមទៅអនាគតទៀតសង្គ្រាមញឹកញយយ៉ាងនេះបានសម្រេចធ្វើឲ្យជនជាតិវៀតណាមមានចរិតរឹងប៉ឹងចេះអត់ធ្មត់សេចក្តីលំបាកមានការតស៊ូដោយស្វិតស្វាញគឺលក្ខណៈទាំងនេះឯងដែលជាភាពអនុគ្រោះដល់ការប្រយុទ្ធដោយវិធីហិង្សានេះគឺជាកត្តាខាងផ្លូវចិត្តសាស្ត្រដែលសារៈសំខាន់ចំពោះការយល់របស់យើងចូលយើងនឹកគិតដល់ប្រវត្តិសាស្ត្រតើជនប្រភេទណាដែលមកវិតទីតាំងនៅចម្ប៉ានិងកម្ពុជាក្រោមគឺជនជាតិអាណាមថាក្រលំបាកតោកយ៉ាអ្នកទោសដែលគេដេញពីប៉ែកខាងលើចុះមកទីតាំងដីថ្មីនៅភូមិភាគខាងក្រោមអ្នកទាំងនោះជាទីហ៊ានផងជានិគមជនផងមុនដំបូងមកតាំងទីលំនៅដោយស្ងៀមស្ងាត់រួចហើយក៏តាំងបង្ករឿងហេតុតតែម្ចាស់ដីដកខ្លួនចេញពីទីនោះទៅឥឡូវនេះប្រព្រឹត្តការនេះចាប់ផ្ដើមជាថ្មីឡើងវិញទៀតហើយសប្តាហ៍ថ្ងៃនេះនៅកម្ពុជាយើងយ៉ាងនេះគួរតែយើងមានបុព្វហេតុនៃសេចក្តីព្រួយបារម្ភរបស់យើងអាណានិគមពង្រីកទឹកដីឬក៏អាណានិគមនិយមសេដ្ឋកិច្ចការឈ្លានពានវិដណ្ដើមយកទឹកដីដោយកម្លាំងទ័ពនៅក្នុងសម័យសតវត្សទី20នេះវាហាក់ដូចជាហួសសម័យនិយមទៅហើយនាពេលបច្ចុប្បន្ននេះស្ថាប័នជាច្រើននៃមនុស្សជាតិដែលមានអង្គការសហប្រជាជាតិមតិសាធារណរដ្ឋអន្តរជាតិអង្គការជាតិការពារសន្តិភាពនយោបាយសម្ព័ន្ធមិត្តសុទ្ធសឹងតែជាកម្លាំងខាងផ្លូវចិត្តគឺជាឧបសគ្គទៅដល់ការបំរំលោភបំដណ្ដើមយកទឹកដីដោយស្រួលអំពីសំណាក់ជាតិមួយទៅលើជាតិមួយទៀតក៏ប៉ុន្តែអាណានិគមនិយមសម័យថ្មីដែលយើងគួរបារម្ភគឺអាណានិគមទៅតាមរយៈសេដ្ឋកិច្ចវៀតណាមខាងជើងប្រកបដោយឧស្សាហកម្មដ៏ខ្លាំងក្លានិងវៀតណាមខាងត្បូងសម្បូរទៅដោយធនធានកសិកម្មអាចបំពេញគ្នាទៅវិញទៅមកហើយคล้ายទៅជាសេដ្ឋកិច្ចលូតលាស់លឿននៃអាស៊ីអាគ្នេយ៍ភាពសម្បូរទៅដោយវត្ថុធាតុដើមជាតិរ៉ែនិងធម្មពលភាពចម្រើនលូតលាស់នៃវិទ្យាសាស្ត្រផ្សារដ៏ធំធេងគុណសម្បត្តិរបស់កសិកម្មដែលគេសង្កេតឃើញមាននៅប្រទេសវៀតណាមសប្តាហ៍ថ្ងៃនេះសុទ្ធសឹងតែជាកត្តារីកចម្រើនលូតលាស់នៃឧស្សាហកម្មជាតិនៃប្រទេសនេះធ្វើឲ្យបើប្រមាណឆ្នាំនេះប្រទេសវៀតណាមត្រូវខូចខាតទឹកខ្ទីសឹងតែទាំងអស់នៅសង្ខារណៈគ្រប់បែបយ៉ាងក្តីសហរដ្ឋអាមេរិកមិនអាចចាក់ចេញពីវៀតណាមក្រោយដែលសង្គ្រាមចប់ហើយដោយឲ្យទុកប្រទេសនេះស្ថិតនៅក្នុងស្ថានភាពដុនដាបដូច្នោះឡើយសហរដ្ឋអាមេរិកប្រកាសជាស្ថាបនាវៀតណាមឡើងវិញដើម្បីលុបលាងខ្លួនចំពោះប្រវត្តិសាស្ត្រមនុស្សជាតិដូច្នេះហើយសេដ្ឋកិច្ចវៀតណាមមកជាលេបសេដ្ឋកិច្ចនៃប្រទេសដទៃជិតខាងមិនលែងឡើយនេះគឺជាជំហានទៅកាន់ការបាត់បង់នៅឯករាជ្យភាពនៃយើងគឺពេលនេះហើយដែលប្រវត្តិសាស្ត្រនឹងចែងនៅដំណើរឆ្ពោះមកទិសខាងលិចនៃប្រជារាស្ត្រវៀតណាមជាពិតប្រាកដនយោបាយមហាប្រទេសវៀតណាមយើងពុំហ៊ានសន្និដ្ឋានអ្វីទុកជាមុនឲ្យពិតប្រាកដនឹងអាចយកក្បួនតម្រាត្រឹមត្រូវចំពោះអនាគតនៃវាសនាជាតិយើងនោះវាពិតមិនមែនហើយតែយើងត្រូវតែមានការកាតព្វកិច្ចពេញលេញនៅក្នុងបញ្ហានេះដើម្បីទាញនៅមេរៀនខ្លះៗដែលប្រវត្តិសាស្ត្របានធ្លាប់ស្គាល់មានការពិសោធន៍រួចមកហើយជាឧទាហរណ៍ដែលមានលក្ខណៈជាសារវ័ននោះមិនខ្វះទេនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកយើងនេះនាសម័យអតីតកាលថ្មីនេះយើងនៅចាំយ៉ាងជាក់ស្ដែងនៅក្នុងស្មារតីរបស់យើងម្នាក់ៗនៅឡើយថានៅក្នុងសម័យមុនសង្គ្រាមលោកលើកទី2ប្រទេសអាល្លឺម៉ង់បានផ្ដល់ចំពោះមនុស្សជាតិនៅមេរៀនមួយដ៏ដំណំការអ្វីដែលគេនឹកស្មានពុំអាចកើតមានឡើងសោះជួនកាលក៏អាចមានកើតឡើងបានដែរហើយការនេះវាស្រេចទៅលើកលៈទេសៈនៃសម័យផងស្រេចទៅលើឆន្ទៈនៃអ្នកនយោបាយជាតិនោះផងប្រទេសអាល្លឺម៉ង់បានអនុវត្តនៅទ្រឹស្ដីនយោបាយរបស់អ្នកដឹកនាំឈ្មោះថា Hitler
ទាមទារឲ្យប្រជាជាតិអាល្លឺម៉ង់មានសិទ្ធិរស់នៅលើដែនដីមួយយ៉ាងធំហើយដែលគេចាត់ដែនដីនោះជាអាយុជីវិតរបស់គេចលនានៃការទាមទារពង្រីកទឹកដីនេះជនជាតិអាល្លឺម៉ង់គេបានធ្វើឡើងដោយអាងទៅលើគំនិតខុសមួយដែលចែងថាប្រជាជាតិអាល្លឺម៉ង់គឺជាប្រជាជាតិខ្លាំងពូកែខ្ទង់ខ្ពង់ខ្ពស់ដាច់គេឯងនៅលើជនជាតិដទៃទៀតដែលមានជនជាតិស្លាវនិងទីតាំងឡាទីនដែលឡាយការរស់នៅទ្វីបអឺរ៉ុបប៉ែកខាងកើតនិងអឺរ៉ុបប៉ែកខាងលិចគឺដើមនោះប្រសិនបើប្រជាជាតិអាល្លឺម៉ង់ជាជាតិខ្លាំងពូកែយ៉ាងនេះធម្មជាតិត្រូវបានប្រគល់ទៅឲ្យប្រជាជាតិអាល្លឺម៉ង់នៅដែនដីមួយធំល្មមអាចឲ្យប្រជាជាតិរស់បានដោយស្រួលកត្តាសារព័ន្ធមួយទៀតគឺជាការចម្រើនលូតលាស់ដ៏អស្ចារ្យនៃមហិទ្ធិឫទ្ធិនៃឧស្សាហកម្មនិងសេដ្ឋកិច្ចទូទៅនៃប្រទេសអាល្លឺម៉ង់នោះឯងហើយជាមួយនឹងកម្លាំងសេដ្ឋកិច្ចនេះកម្លាំងនយោបាយឲ្យព្រឺខ្លាចនៃប្រទេសនេះទៀតផងដែលជំរុញឲ្យអ្នកដឹកនាំនយោបាយអាល្លឺម៉ង់សម័យណាស៊ីអនុវត្តដោយគ្មានខ្លាចរឯងនៅទ្រឹស្ដីពង្រីកទឹកដីនិយមដ៏ចង្រៃអបលាក់នេះដើម្បីសម្រេចនៅគោលបំណងអភ័ព្វនេះអ្នកនយោបាយអាល្លឺម៉ង់ក៏ចាប់ផ្ដើមប្រកាសទាមទារតម្រូវឲ្យវិលចូលមកក្នុងមហាគ្រួសារអាល្លឺម៉ង់នៅដែនដីបរទេសនាអឺរ៉ុបប៉ែកកណ្ដាលនិងខាងកើតទាំងឡាយណាដែលមានប្រជាជនជាតិភាគតិចអាល្លឺម៉ង់រស់នៅហើយដែលនិយមប្រើភាសាអាល្លឺម៉ង់ផងគឺក្នុងគំនិតដ៏ខ្មៅងងឹតនោះឯងដែលអ្នកនយោបាយអាល្លឺម៉ង់បះបោបង្កើតជាចលាចលឬគណៈបកអាល្លឺម៉ង់ណាស៊ីនៅក្នុងចំណោមពពួកមានអាល្លឺម៉ង់ទាំងឡាយដែលនៅឯបរទេសគឺនៅក្នុងប្រទេសជិតខាងនោះតែម្ដងកាលបើមានអង្គការទាមទារស្វ័យយ័តឬក៏ចលនាទាមទារការផ្ដាច់ចេញដែលមានសញ្ជាតិអាល្លឺម៉ង់ហើយចលនានេះតែងតែបានអំពាវនាវឲ្យមាតុប្រទេសអាល្លឺម៉ង់ជួយជ្រោមជ្រែងអង្គការខ្លួនដោយធ្វើអន្តរាគមន៍ផ្លូវសឹកនយោបាយឬការទូតជាដើមគឺកលៈទេសៈនេះឯងហើយដែលហុចឱកាសល្អឲ្យអ្នកដឹកនាំអាល្លឺម៉ង់សម្រេចនៅបំណងអាក្រក់នៃទ្រឹស្ដីរបស់ខ្លួននៅក្នុងន័យនេះប្រទេសអូទ្រីសទាំងមូលត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកណាស៊ីនិយមនៅក្នុងឆ្នាំ1936ដែនដីប៉ែកខាងលិចនៃប្រទេសឆេកូស្លាវីគឺជាតំបន់ស៊ុយអែតដែលមានជនជាតិអាល្លឺម៉ង់រស់នៅចំនួនប្រមាណជា3លាននាក់ត្រូវក្លាយទៅជាអាណាខេត្តអាល្លឺម៉ង់ក្រោយមកប្រទេសឆេកូស្លូវ៉ាគីទាំងមូលទៀតត្រូវក្លាយទៅជាដែនដីអាណាព្យាបាលអាល្លឺម៉ង់ទៀតឧទាហរណ៍នេះមានលក្ខណៈជាក់ស្ដែងណាស់ហើយតើយើងអាចសួរពីព្រឹត្តិការណ៍ដ៏ខ្មៅងងឹតនេះបែបអាចកើតឡើងសារជាថ្មីទៀតឬក៏នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិជាការពិតណាស់ជួនកាលប្រវត្តិសាស្ត្រអាចវិលចុះវិលឡើងត្រឡប់មកវិញក៏មានការដែលយើងគ្រាន់តែក្រឡេកមើលទៅជនជាតិអាស៊ីប៉ែកកណ្ដាលដែលសប្តាហ៍ថ្ងៃគឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងនៃក្រុងមូស្គូមិនតែប៉ុណ្ណោះយើងក៏អាចមានគំនិតខ្លះដែរអំពីហេតុនៃកម្លាំងសេដ្ឋកិច្ចនយោបាយនិងយោធានៃមហាប្រទេសមួយទៅលើប្រជាជាតិដ៏តូចតាចនៅឧបទ្វីបឥណ្ឌូចិនវិញបើឧទាហរណ៍មានអាល្លឺម៉ង់គឺអាចមានឡើងសារជាថ្មីទេនៅក្នុងតំបន់យើងនោះការនេះគេអាចហៅថាប្រវត្តិសាស្ត្រប្រាប់យើងនៅក្នុងអនាគតទៅចុះដែលយើងគ្រាន់តែសូមផ្ដល់នៅការវិភាគនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ចក្នុងជ្រោយឥណ្ឌូចិនតែប៉ុណ្ណោះដើម្បីជាការពិចារណាទៅប្រជាជាតិឬប្រជារាស្ត្រវៀតណាមជាប្រជាជាតិមួយដែលគេអាចចាត់ទុកដោយគ្មានលក្ខលៀមថាមានធម៌ពលមានគុណសម្បត្តិខាងផ្លូវបញ្ញាគ្រប់គ្រាន់សេដ្ឋកិច្ចប្រទេសវៀតណាមក្រោយសង្គ្រាមគឺជាសេដ្ឋកិច្ចដែលមានកម្លាំងឃ្លាវខ្លាស្របជាមួយនឹងកម្រិតខ្ពង់ខ្ពស់ខាងអប់រំវិទ្យាសាស្ត្រនិងបច្ចេកទេសនៃជនជាតិនេះដែរម្យ៉ាងទៀតខាងផ្លូវនយោធាប្រទេសវៀតណាមមានកងទ័ពដ៏ខ្លាំងពូកែនៅក្នុងចំណោមប្រជាជាតិទាំងឡាយនៅជ្រោយឥណ្ឌូចិននៅក្នុងអាស៊ីអាគ្នេយ៍នេះក៏ប៉ុន្តែហេតុការណ៍មួយទៀតដែលយើងមានការបារម្ភពេកនោះគឺជាការដែលមានអាណានិគមជនជាតិយួនយ៉ាងសំខាន់នៅក្នុងប្រទេសជិតខាងទាំងឡាយនៅក្នុងប្រទេសកម្ពុជាជាងប្រមាណជា500,000នាក់ឯនៅក្នុងប្រទេសឡាវមានប្រមាណជា50,000នាក់បូករួមនឹងទាហានវៀតណាមខាងជើងឯប្រទេសសៀមមានប្រមាណជា50,000នាក់នៅប្រទេសកម្ពុជាយើងគ្រាន់តែជាចំនួនប្រជាជនប្រទេសយួននេះធ្វើឲ្យយើងមានការព្រួយបារម្ភពន់ពេកណាស់ទៅហើយប៉ះសិនបើជាការលួចចូលមកកាន់តែច្រើនបន្ថែមតទៅទៀតគេពិបាកនឹងសន្និដ្ឋានណាចំពោះផលវិបាកខ
ខាងផ្លូវសេដ្ឋកិច្ចក៏ដូចជាខាងផ្លូវនយោបាយដែលយើងត្រូវទទួលរងគ្រោះហើយជាពិសេសណាទៅទៀតជនជាតិយួនដែលនេះទាំងនេះកំពុងតែនឹងរលាយចូលគ្នានៅក្នុងសង្គមជាតិនានាទាំងនោះឡើយគេអាចថែរក្សាប្រពៃណីទំនៀមទម្លាប់យួននិងបំណងខាងផ្លូវចិត្តឬនយោបាយជាមួយនឹងមិត្តប្រទេសដើមកំណើតគឺក្នុងគំនិតនេះហើយដែលគេត្រូវចាត់ទុកជនជាតិយួនថាជាគ្រោះថ្នាក់យ៉ាងធំមួយនៅខាងផ្នែកនយោបាយការដែលប្រទេសវៀតណាមនឹងត្រូវលូតលាស់ដុះដាលក្រោយសម័យសង្គ្រាមនេះទៅនឹងអាចធ្វើឲ្យបំណងផ្លូវចិត្តនិងផ្លូវនយោបាយនៃជនជាតិយួនទាំងនេះរឹតតែមានលក្ខណៈមមតំខ្លាំងឡើងជាពំខានរីឯចំពោះបញ្ហាជនជាតិចិននៅក្នុងប្រទេសយើងមានលក្ខណៈផ្សេងដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយនៃប្រទេសយើងនិងដោយសារជនជាតិចិនទាំងនេះយូរឬក៏ឆាប់អាចនឹងជ្រួតជ្រាបរលាយចូលជាមួយនឹងសង្គមយើងបានបន្តិចម្ដងហេតុដូច្នេះហើយបានជាយើងអាចអះអាងដោយគ្មានរអែងថាមហាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជាតិខ្មែរយើងនៅក្នុងថ្ងៃអនាគតខាងមុខពីការលូតលាស់ដុះដាលសារជាថ្មីឡើងវិញនៃប្រជាជាតិវៀតណាមនេះឯងហើយជាបឋមនៅក្នុងបច្ចុប្បន្នកាលក៏ដូចជាក្នុងអនាគតកាលជិតនេះសន្ទុះនៃសេដ្ឋកិច្ចនិងការឃោសនាផ្សព្វផ្សាយនៃមនោគមវិជ្ជាបដិវត្តនេះតែម្ដងតើយើងត្រូវធ្វើដូចម្ដេចការដែលយើងលើកយកគ្រោះថ្នាក់ដ៏ធំធេងនេះមកពិចារណាពន្យល់បំភ្លឺដល់សបញ្ញសញ្ញៈនៃយើងរាល់គ្នាយ៉ាងដូច្នោះមិនមែនបានសេចក្តីថាយើងចាត់ប្រជាជាតិវៀតណាមជាសត្រូវដូនតាមួយជីវិតយើងឡើយឯយើងវិញក៏មិនដូច្នោះដែរយើងមិនឲ្យប្រជារាស្ត្រយួនដដែលនេះចាត់ទុកយើងជាសត្រូវអស់មួយជីវិតដូចគ្នាដែរអតីតកាលគឺអតីតកាលយើងមិនត្រូវច្រឡំជាមួយអតីតកាលនិងបច្ចុប្បន្នកាលឬអនាគតកាលសោះឡើយឧត្តមគតិយើងក៏ដូចជាឧត្តមគតិជនជាតិមានអរិយធម៌នានានៅក្នុងលោកដែរយើងដៅទៅរកការកសាងអនាគតមួយដែលភ្លឺស្វាងដែលល្អប្រពៃដោយពឹងផ្អែកទៅលើការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជាតិនិងជាតិការទាំងនេះនឹងត្រូវសម្រេចឡើងដោយយោងទៅតាមមេរៀនប្រវត្តិសាស្ត្រដែលយើងមិនចង់ឲ្យប្រវត្តិសាស្ត្រនេះវិលថយក្រោយសោះឡើយយើងហាក់ដូចជាទទួលបានការកក់ក្ដៅយ៉ាងច្រើនណាស់អំពីសំណាក់អ្នកនយោបាយប្រទេសយួនសម័យនេះដោយគេបានសន្យាថានឹងមិនធ្វើអុកឡុកដល់ប្រជាជាតិយើងឡើយគេនឹងគោរពទទួលស្គាល់អធិបតេយ្យភាពនិងបូរណភាពទឹកដីយើងក៏យល់ដែរនៅសន្តានចិត្តនៃអ្នកជិតខាងយើងនេះតែយើងគួរគប្បីយល់ថានេះជាបច្ចុប្បន្នកាលដល់ចុងអនាគតកាលយូរទៅតើយុវជនឬក៏ប្រជារាស្ត្រយួននេះតើនៅរក្សានៅសេចក្តីគោរពនិងការទទួលស្គាល់នេះតទៅទៀតសម័យមួយខុសសម័យមួយទៀតហើយការដែលដោះស្រាយបញ្ហាក៏សម្រេចទៅលើការវិវត្តនោះដែរក៏ប៉ុន្តែជាការពិតណាស់ទុកជាណាអ្នកដឹកនាំយួនទាំងឡាយនេះមានសន្តានចិត្តល្អដូចមិនដេចក្តីចំពោះយើងក៏អ្នកទាំងនោះពុំអាចរារាំងខាត់ខាំងមិនឲ្យគ្រោះថ្នាក់នេះមានចំពោះមាតុប្រទេសយើងបានឡើយព្រោះនេះជាច្បាប់ធម្មជាតិជាលទ្ធផលនៃការវិវត្តអរិយធម៌ពីរដែលមានតម្លៃមិនដូចគ្នាហើយដូច្នោះប្រសិនបើគ្រោះថ្នាក់នេះមានភាពជាក់ស្ដែងហើយដែលអាចคล้ายទៅជាការគំរាមកំហែងដល់ការសាហាវចំពោះវាសនាជាតិយើងត្រូវតែយកបញ្ហានេះមកចងចាំផ្ដិតជាប់នៅក្នុងស្មារតីនៅក្នុងសតិសម្បញ្ញសញ្ញៈនៃប្រជាជាតិយើងអាវុធដែលវិសេសវិសាលឯណាពុំអាចធ្វើឲ្យគោលបំណងមនុស្សសម្រេចជោគជ័យបានឡើយបើមនុស្សដែលកាន់អាវុធនោះខ្វះសម្បញ្ញសញ្ញៈគ្រប់គ្រាន់ចំពោះការគ្រោះថ្នាក់ដែលអាចប្រឡាយជីវិតខ្លួននិងចំពោះកាតព្វកិច្ចជាសារវ័នរបស់ខ្លួនយ៉ាងនេះដូច្នេះហើយចំពោះប្រជាជាតិយើងអាវុធដែលស័ក្តិសិទ្ធិបំផុតអាចជួយយើងឲ្យផុតពីមហន្តរាយបានគឺសម្បញ្ញសញ្ញៈជាតិនេះឯងហើយមានសម្បញ្ញសញ្ញៈជាតិគឺស្គាល់តម្លៃវិសេសវិសាលនៃជាតិខាងផ្លូវវប្បធម៌ក៏ដូចជាខាងសង្គមធម៌ម្យ៉ាងទៀតមានសម្បញ្ញសញ្ញៈជាតិគឺជាការគ្រប់គ្រាន់ពង្រីកនៃការស្នេហាជាតិប៉ុណ្ណោះទេថែមទាំងពង្រីកនៅលទ្ធិជាតិនិយមនោះទៀតលទ្ធិនិយមខាងផ្លូវនយោបាយនិងសេដ្ឋកិច្ចជាអាវុធនៃការគង់វង្សជីវិតនៃប្រជាជាតិយើងលទ្ធិជាតិនិយមជាទ្រឹស្ដីនយោបាយមិនមែនគ្រាន់តែបានសេចក្តីថាការស្នេហាជាតិដែលគ្រាន់តែជាមនោសញ្ចេតនាមួយនៅក្នុងចំណោមមនោសញ្ចេតនាទាំងឡាយនៃមនុស្សម្នាក់ៗឡើយលទ្ធិជាតិនិយមវាគឺជាលទ្ធិដែលសំដៅទៅលើការលើកតម្លៃខ្ពង់ខ្ពស់នៃលក្ខណៈជាតិនៃមនោគមវិជ្ជាជាតិ
និងអ្វីៗទាំងឡាយដែលតាក់ទងចំពោះប្រជាជាតិទាំងអស់នោះគឺការធ្វើឲ្យសម្រេចនៅឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ជាតិក៏ដូចជាការលូតលាស់ការរីកចម្រើនដុះដាលនៃកម្លាំងរបស់ជាតិខាងផ្លូវនយោបាយក៏ដូចជាខាងផ្លូវសេដ្ឋកិច្ចឬក៏យោធាដែរនៅក្នុងឧត្តមគតិជាតិនេះហើយដែលជាកាតព្វកិច្ចដែលជាបឋមរបស់យើងគឺការពង្រឹងនៃលទ្ធិនិយមរបស់យើងគឺជាលទ្ធិដែលមានគ្រឹះមាំមួនអាចคล้ายទៅជាមនោគមវិជ្ជាជាតិប្រកបទៅដោយប្រសិទ្ធភាពជាក់ស្ដែងគឺបើនិយាយឲ្យខ្លីគឺធ្វើឲ្យពាក្យថាជាតិនិយមមានន័យពេញលេញម្យ៉ាងទៀតលទ្ធិនេះអាចលូតលាស់លឿនទៅមុខបានក៏អាស្រ័យទៅលើការលូតលាស់លទ្ធិប្រជាធិបតេយ្យដែលអនុញ្ញាតឲ្យប្រជាជនរាស្ត្រអាចចូលរួមពិតប្រាកដនៅក្នុងកិច្ចការរដ្ឋហើយអាស្រ័យទៅលើការដកដាលនៃយុត្តិធម៌ខាងផ្លូវសង្គមជាក់ស្ដែងបើជាកត្តាសារវ័នទាំងពីរគ្មានទេពាក្យថាជាតិនិយមឬក៏ស្រឡាញ់ជាតិគ្រាន់តែជាស្ករបំបែកតែប៉ុណ្ណោះពុំអាចយកជាដុំកំភួនអ្វីបានឡើយកត្តាមនុស្សវាគឺជាកត្តាធំបំផុតនៅក្នុងកិច្ចការកសាងជាតិទៅរកសេចក្តីចម្រើនដល់កម្រិតខ្ពង់ខ្ពស់នៃអរិយធម៌ជាតិកាលបើកត្តាមនុស្សមានសភាពថ្លៃថ្លាហើយការស្ថាបនាសេដ្ឋកិច្ចជាតិការកាតព្វកិច្ចជាតិចុងក្រោយបង្អស់ធ្វើឲ្យប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសលូតលាស់ដែលមានកម្លាំងសេដ្ឋកិច្ចគ្រប់គ្រាន់អាចប្រឈមមុខទប់ទល់ទៅនឹងកម្លាំងផ្សព្វផ្សាយនៃសេដ្ឋកិច្ចប្រទេសជិតខាងយើងនេះហើយដែលជាសេចក្តីប្រាថ្នាចុងក្រោយនៃប្រជាជាតិយើងគេនិយាយថាសេដ្ឋកិច្ចដឹកនាំនយោបាយហើយគេនិយាយថាទៀតថាបើសេដ្ឋកិច្ចយើងខ្សោយយើងពុំអាចសម្រេចបាននៅឯករាជ្យភាពនយោបាយបានឡើយបានសេចក្តីថាបើសេដ្ឋកិច្ចយើងខ្សោយឯពាក្យឯករាជ្យនយោបាយនេះវាគ្រាន់តែជាពាក្យទទេគ្មានសារៈសំខាន់អ្វីទាល់តែសោះយើងកុំនិយាយឡើយដល់រឿងចង់សម្រេចឲ្យមានឯករាជ្យសេដ្ឋកិច្ចពេញលេញពីព្រោះនេះគ្រាន់តែជាពាក្យស្លោកតែប៉ុណ្ណោះសម័យនេះមិនមែនសម័យដែលរស់ដោយពឹងផ្អែកទៅលើខ្លួនឯងទាំងស្រុងបំបត្តិការតាក់ទងខាងផ្លូវសេដ្ឋកិច្ចជាមួយនឹងបរទេសមានតែមហាអំណាចមួយឬពីរតែប៉ុណ្ណោះនៅក្នុងលោកទេដែលអាចសម្រេចនៅឯករាជ្យនយោបាយនេះបានដោយអាងទៅលើភោគទ្រព្យដ៏ឥតកណនាដែលធម្មជាតិលោកបានប្រទានមកឲ្យប្រទេសទាំងពីរនេះនៅចំពោះប្រទេសយើងដែលគ្មានធនធានពីធម្មជាតិអ្វីតែប៉ុណ្ណោះក្រៅតែពីដីល្បាប់ទន្លេមេគង្គប្រកបទៅដោយជីជាតិនិងដីដែលសម្បរិបូរណ៍ដោយឥតកណនានិងកម្ដៅព្រះអាទិត្យគឺយើងមានតែធនធានទាំង3តែប៉ុណ្ណោះដីទឹកកម្ដៅហេតុផលយ៉ាងនេះហើយបានជាមូលដ្ឋាននៃសេដ្ឋកិច្ចជាតិយើងគឺកសិកម្មនោះឯងយើងមានធនធានទាំង3ហើយតែខ្វះមួយទៀតតែប៉ុណ្ណោះដើម្បីសម្រេចនៃការលូតលាស់បានគឺការអប់រំកសិករយើងទៅតាមបច្ចេកទេសនិងវិទ្យាសាស្ត្រទំនើបប្រសិនបើកសិកម្មយើងលូតលាស់ពេញលេញទំហឹងហើយប្រទេសនឹងអាចក្លាយទៅជាកំពូលនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះតែបាតុភូតទាំងនេះឬដែលជាមូលដ្ឋានដ៏វិសេសវិសាលទ្រទ្រង់នៅលទ្ធិជាតិនិយមសេដ្ឋកិច្ចរបស់រដ្ឋខ្មែរយើងមានគ្រប់គ្រាន់ហើយមូលដ្ឋានទាំងនេះយើងនៅខ្វះតែឆន្ទៈប្រៀបនឹងដែកដែលបដិញ្ញាចិត្តទាំងស្រុងតែប៉ុណ្ណោះទៀតដែលសេដ្ឋកិច្ចកសិកម្មយើងនឹងត្រូវចាប់ផ្ដើមដើរទៅមុខ10ឬក៏20ឆ្នាំទៀតនយោបាយនេះពិតប្រាកដជាជាក់ស្ដែងហើយជាពិតប្រាកដម្យ៉ាងទៀត30ឆ្នាំទៀតបណ្ដាជនយើងនឹងកើនឡើងទៅដល់15លាននាក់ប្រទេសរបស់យើងនឹងក្លាយជាប្រទេសធំសម្បូរសប្បាយមួយនិងមហាប្រទេសមួយនៅក្នុងភូមិភាគប៉ែកអាស៊ីខាងត្បូងមិនលែងឡើយពេលនោះប្រជាជាតិយើងឈប់មានប្រៀបអន់ថយជាងគេមានមុខមាត់ជាប្រទេសមួយដែលមានជាជំនះទៅលើភាពខ្សត់ខ្សោយបើឬបំរាស់ចេញពីនឹមប្រវត្តិសាស្ត្រក្រោយសម័យនគរនោះធ្វើយ៉ាងនេះប្រកបជាយើងប្រគល់ទៅឲ្យប្រជាជាតិយើងនៅសេចក្តីក្លាហានធម្មពលនិងសេចក្តីថ្លៃថ្នូរដែលបាត់បង់អស់រយៈពេលជាង6ទសវត្សរ៍រួចមកហើយសេចក្តីបញ្ចប់នៅក្នុងពិភពលោកដែលកម្លាំងសេដ្ឋកិច្ចប្រែក្លាយទៅជាកម្លាំងលើលប់នៅក្នុងការទ្រទ្រង់នៅការគង់វង្សជីវិតជាតិហើយម្យ៉ាងទៀតនៅក្នុងភូមិភាគនេះដែលសភាពរំពើតរំពើនខ្វះស្ថិរភាពអចិន្ត្រៃយ៍ធ្វើឲ្យយើងពិបាកប្រមាលមើលនៅអនាគតកាលប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពភូមិសាស្ត្រនិងនយោបាយមួយដែលមានលក្ខណៈស្មុគស្មាញរកអ្វីប្រដូចមកបានឡើយស្ថានភាពនេះវាពិតជាគ្រោះថ្នាក់មួយដល់គម្រាមកំហែងដល់ប្រទេសយើងរាល់ជំហាននៃការវិវត្តនៃប្រទេស
ដើម្បីនឹងអាកាពីមានតុប្រទេសប្រឆាំងនឹងគ្រោះថ្នាក់នេះយើងត្រូវតែប្រម៉ែប្រមូលនៅកម្លាំងចិត្តកម្លាំងកាយដើម្បីស្ថាបនាប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសមួយលូតលាស់និងមានកម្លាំងសេដ្ឋកិច្ចគ្រប់គ្រាន់ដែលអាចទប់ទល់ទៅនឹងការផ្សព្វផ្សាយនៃកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសជិតខាងដែលសុទ្ធសឹងតែជាប្រទេសធំៗដែលមានកម្លាំងសេដ្ឋកិច្ចនិងនយោបាយគួរឲ្យយើងមានការព្រួយបារម្ភការគង់វង្សជីវិតនិងប្រជាជាតិយើងនៅក្នុងស្ថានភាពដ៏លំបាកនេះវាស្រេចទាំងស្រុងទៅលើមូលដ្ឋានដែលមានលក្ខណៈប្រកបនិយមហើយមាំទាំរឹងប៉ឹងទៀតផងឯមូលដ្ឋាននោះយើងរំលឹកម្ដងហើយម្ដងទៀតទៅចុះគឺគ្មានអ្វីក្រៅតែពីធនធានកសិកម្មឡើយកសិកម្មយើងលូតលាស់បានសេចក្តីថាសេដ្ឋកិច្ចជាតិយើងលូតលាស់បានសេចក្តីទៀតថាយើងមានអាវុធគ្រប់ធន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការសង្កត់សង្កិនខាងផ្លូវសេដ្ឋកិច្ចអំពីសំណាក់នៃចក្រពត្តិនិយមនិងអាណានិគមសម័យថ្មីនិងអំពីសំណាក់អ្នកជិតខាងយើងសូមដកស្រង់ពាក្យបណ្ឌិតនេរុដើម្បីបញ្ចប់អត្ថបទនេះបាទដរាបណាសេដ្ឋកិច្ចយើងនៅតែទន់ខ្សោយដរាបនោះយើងរស់នៅវាហាក់បីដូចជាគ្មាននយោបាយក្រៅប្រទេសឡើយពីព្រោះយើងមិនទាន់តាំងខ្លួនជាចៅហ្វាយលើខ្លួនឯងបានឡើយឯពាក្យថាឯករាជ្យនយោបាយនោះសោះទៀតសោតគឺគ្រាន់តែជាឧត្តមគតិឡើយសម្រាប់លួងចិត្តយើងកុំឲ្យយើងខកចិត្តតែប៉ុណ្ណោះដំណើរឆ្ពោះទៅទិសខាងលិចនៅក្នុងលេខក្រោយបង្អស់នៃទស្សនាបតីបានបោះពុម្ពផ្សាយនៅឡើងនៅក្នុងក្រសួងឃោសនាការជាតិលោកស្កាលមេយ៉ានៅក្នុងទំព័រពិចារណាកថាបានសរសេរនៅក្នុងក្របខ័ណ្ឌនៃការតាក់ទងទៅនឹងខ្មែរវៀតណាមដែលមានជាអាចដូចតទៅនេះវត្តមាននៃជនជាតិយួននៅលើទឹកដីខ្មែរគឺជាគ្រោះថ្នាក់ខាងផ្លូវនយោបាយហើយផលវិបាកនៃហេតុការណ៍នេះបានលេចធ្លោឡើងឲ្យឃើញរួចមកហើយនៅតាមតំបន់ខ្លះៗគេបានសង្កេតឃើញថាពពួកអ្នកធ្វើនិឃោសនាការយួនមានសកម្មភាពយ៉ាងសំខាន់នៅតាមភូមិជនបទខ្មែរនានាហើយថែមទាំងបានណែនាំនិងដឹកនាំដល់ពួកបះបោដែលប្រកាន់មនោគមវិជ្ជាបែបយួននៅទៀតផងឆ្ងាយពីនោះទៅទៀតអ្នកនិពន្ធដដែលនោះបានសរសេរទៀតថាគណៈដ៏ធ្ងន់ធ្ងរមួយទៀតនៃបញ្ហាខ្មែរយួនគឺការមកតាំងនៅដោយស្ងៀមស្ងាត់នៃជនជាតិយួននៅលើទឹកដីកម្ពុជាគ្រួសាររាប់រយគ្រួសារដោយសារការទម្លាក់គ្រាប់បែកនៃយន្តហោះអាមេរិកបង្ខំឲ្យគេចាក់ចោលលំនៅកំណើតរបស់ខ្លួនបានមកស្នាក់នៅអាស្រ័យនៅក្នុងប្រទេសកម្ពុជាមួយភាគនៃចម្រោកអ្នកទាំងឡាយនោះបានខិតខំវិទ្យទីតាំងនៅក្រោយការបញ្ចប់សង្គ្រាមទៀតហើយការដែលគួរប្រហាក់ប្រហែលមួយទៀតគឺថាមានជនជាតិយួនខ្លះដែលធ្លាប់បានរស់នៅត្រូវរើជាមួយនឹងអាមេរិកនិងអាជ្ញាធរនៅក្នុងក្រុងព្រៃនគរកាលពីបញ្ចប់សង្គ្រាមហើយក៏បានឆ្លងកាត់ព្រំដែនជ្រកកោននៅលើទឹកដីខ្មែរទៀតផងហើយការដែលទាំងនេះគឺប្រកាសជាបានបង្កើតឲ្យមាននៅសេចក្តីព្រួយបារម្ភយ៉ាងធំធេងនៅក្នុងបណ្ដាប្រជាជនរាស្ត្រខ្មែរនៅតាមតំបន់ព្រំប្រទល់ព្រំដែនសេចក្តីតែមួយប៉ុណ្ណោះដែលយើងអាចយល់បានស្រេចទៅហើយថាតើគ្រោះថ្នាក់ភ្លាមទៅនឹងថ្ងៃអនាគតរដ្ឋខ្មែរយើងគឺនៅត្រង់ណាដូចយើងធ្លាប់បានយកមកបង្ហាញនៃដំណើរឆ្ពោះមកទិសខាងលិចនៃជនជាតិយួននោះមកចោតរួចមកហើយចលនាមកទិសខាងលិចយ៉ាងនេះមិនត្រឹមតែមានលក្ខណៈនយោបាយនិងមនោគមវិជ្ជានោះទេគឺថែមទាំងគឺជាលទ្ធភាពយ៉ាងជាក់ស្ដែងនៃការវិវត្តនៃប្រវត្តិសាស្ត្រនៃដែនដីអតីតឥណ្ឌូចិនបារាំងសេសមុនដំបូងនៃជនជាតិយួនទាំងនេះបានធ្វើដំណើរមកទិសខាងត្បូងជាហូហែនៅតាមជួរភ្នំអាណាមហើយនៅក្នុងដំណើរដែលមានអាយុច្រើនសតវត្សបានលេបបាត់ទៅហើយនៅក៏ចម្ប៉ាព្រមទាំងទឹកដីកម្ពុជាក្រោមទៀតផងនៅដើមសតវត្សទី19រវាងឆ្នាំ1840ហេតុយ៉ាងនេះហើយបានជាជ្រោយទឹកខ្មៅជាដែនដីត្បូងបំផុតនៃឥណ្ឌូចិនត្រូវបានជនជាតិយួនមកវាយទីតាំងនៅដូច្នេះបើថ្ងៃមុខមានការវាយទីតាំងទៀតគឺដំណើរឆ្ពោះទៅទិសខាងលិចហើយគឺនឹងមកប៉ះពាល់ដល់ប្រទេសកម្ពុជាយើងតែម្ដងឥឡូវព្រឹត្តិការណ៍នេះនឹងមានសង្គ្រាមនៅវៀតណាមគឺតាំងឆ្នាំ1945រហូតមកដល់បច្ចុប្បន្នកាលនេះវាគឺជាកត្តាយ៉ាងធំបានមានរូបនោះហើយប្រកាសជានឹងមកកាន់តែធំឡើងនៅថ្ងៃមុខទៀតបើវិធានការដែលនឹងចាត់ពុំមានប្រសិទ្ធភាពគ្រប់គ្រាន់នោះ
លក្ខណៈធ្ងន់ធ្ងរមួយទៀតនៃបញ្ហាដ៏ស្មុគស្មាញនោះគឺជាការដែលបណ្ដាជនជាតិយួននេះមានការបង្កើនចំនួនមួយយ៉ាងលឿនគួរឲ្យប្រទេសជិតខាងមានការព្រួយបារម្ភជាចាំបាច់បើសិនជាយើងយកសតិដែលយើងបានធ្វើឡើងដោយវិធីសាស្ត្រមកពិនិត្យការនោះរឹតតែគួរឲ្យយើងឃើញជាក់ស្ដែងណាស់ទៅទៀតភាគរយនៃដំណើរចំនួនប្រជាជនខ្មែរយើងមានត្រឹមតែ 2.5 ទៅ 2.6% តែប៉ុណ្ណោះចំណែកឯយួនបើតាមការជំនាញការភាគរយឡើងកើនដល់ទៅ 3% លើសពីយើងទៅទៀតម្យ៉ាងទៀតដល់ក្រោយសង្គ្រាមចប់ភាគរយនៃការបង្កើននេះវាហាក់ប្រហែលទៅនឹងហួសពី 3% នោះទៅទៀតហេតុការណ៍នេះអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរពេកមកលើប្រទេសយើងនិងប្រទេសជិតខាងម្យ៉ាងទៀតនៅក្នុងប្រទេសយួនគឺកើនដ៏លឿននៃបណ្ដាជននេះអាចចោទឲ្យមានជាបញ្ហាដីធ្លីដែលត្រូវមានទំហំគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្សកាន់តែច្រើនឡើងគ្រាន់តែសប្តាហ៍ថ្ងៃនេះចំនួនប្រជាជនខាងជើងនិងខាងត្បូងបូកបញ្ចូលគ្នាគឺប្រមាណជា90លានទៅហើយបញ្ហាដីដែលចោទខ្លះរួចមកហើយនោះទៀតគឺពី20ទៅ30ឆ្នាំទៀតប្រជាជននឹងត្រូវគុណនឹង2គុណនឹង7គុណនឹង80លានទៅ100លានអ្នកឯណោះបើបញ្ហានេះកាន់តែធំឡើងកាលណាលើកលែងតែអនាគតសេដ្ឋកិច្ចយួនក្លាយទៅជាសេដ្ឋកិច្ចឧស្សាហកម្មលូតលាស់ខ្លាំងទើបអាចដោះស្រាយបញ្ហានេះបានបើមិនយ៉ាងនេះទេជនជាតិយួនទាំងនោះនឹងត្រូវចាក់ចេញពីប្រទេសខ្លួនមកកាន់ទីទឹកដីទាំងឡាយនៅទំនេរហើយដែលដីនៅទំនេរនោះមានគឺដែនដីខ្មែរតែយើងតែម្ដងចំណែកឯដែនដីប្រទេសលាវជាដែនដីភ្នំហើយបើតាមប្រវត្តិសាស្ត្រទៀតជនជាតិវៀតណាមនេះជាមនុស្សដែលចូលចិត្តរស់នៅលើដីវាលទំនាបគឺដែនដីសណ្ដោទន្លេមេគង្គតែម្ដងឯម្យ៉ាងវិញទៀតគួរយើងកុំភ្លេចថាបើដល់ឆ្នាំ2000ប្រជាជនយើងកើនឡើងដល់ទៅ15លាននាក់នោះបើតាមការប៉ាន់ស្មាននៅក្នុងវិធីសាស្ត្រឯប្រទេសវៀតណាមនឹងកើនទៅដល់80លានទៅ90លានម្យ៉ាងទៀតប្រសិនបើដោះស្រាយបញ្ហាប្រជាជននេះពុំស្រួលបួលទេនោះយើងបារម្ភខ្លាចក្រែងតែមានការបង្កើតនៅក្នុងចំណោមបញ្ញវន្តយួនដែលមានគំនិតជាតិនិយមហួសនៅទ្រឹស្ដីពង្រីកទឹកដីនិយមដើម្បីឲ្យប្រជាជនរាស្ត្រគេអាចរស់នៅបានហើយបើទ្រឹស្ដីនេះកាត់ឡើងមែននោះផលវិបាកនឹងមានលក្ខណៈធ្ងន់ធ្ងរក្រៃលែងមកលើអនាគតប្រទេសកម្ពុជាយើងម្យ៉ាងវិញទៀតនៅឯក្នុងប្រទេសយើងជនជាតិយួនរស់នៅក្នុងស្រុកខ្មែរយើងក៏កើនឡើងមិនដាច់ដែរសប្តាហ៍ថ្ងៃនេះអានិកជនជនជាតិយួនទាំងឡាយប្រមាណជា450000ទៅហើយគឺជិតដល់7% នៃបណ្ដាប្រជាជនទូទាំងប្រទេសហើយបើភាគរយនៃការកើនឡើងប្រជាជនយួននៅក្នុងស្រុកយើងទៀតលើសលប់ភាគរយនៃកំណើតប្រជាជនខ្មែរយើងដែរដូច្នេះការកើនឡើងត្រូវតែលឿនមុខជាដរាបដោយបូកបញ្ចូលជាមួយផងនៅការលបលួចចូលមកនៅលើទឹកដីខ្មែរយើងដោយអត់ច្បាប់ទម្លាប់នោះទៀតយើងអង្កេតឃើញថាជាទូទៅថាជនជាតិយួនដែលនៅក្នុងស្រុកខ្មែរយើងភាគច្រើនគឺជាអ្នកក្រីក្រហើយភាពក្រីក្រនេះអាចបង្កើតឡើងនូវបញ្ហាខាងផ្លូវសង្គមយ៉ាងធ្ងន់ធ្ងរមានចោរកម្មឃាតកម្មភាពឥតការងារធ្វើលបែងស៊ីសងការលក់សម្ផស្សខ្លួនដើម្បីរស់ដោយយកហេតុថាខ្មែរនិងយួនរស់នៅជិតគ្នាជួនកាលមានការទំនាក់ទំនងគ្នាទៅវិញទៅមកក៏មានផងផលវិបាកនេះនឹងត្រូវធ្លាក់មកលើសង្គមខ្មែរយើងឥតប្រកែកបានឡើយនេះគឺជាបញ្ហាខាងសង្គមវិទ្យាគប្បីយើងចាប់អារម្មណ៍ដើម្បីសង្កេតថាខ្មែររក្សានូវភាពស្អាតស្អំភាពបរិសុទ្ធព្រឹត្តិការណ៍មួយទៀតដែលយើងគួរតែចាប់អារម្មណ៍ជាពិសេសការបង្កើនចំនួនកាន់តែច្រើននៃអានិកជនបរទេសយួននៅលើដែនដីយើងហើយបើយើងបូកបញ្ចូលទាំងអានិកជនបរទេសចិនមកទៀតផងនោះយើងនឹងអាចមានផលវិបាកមួយទៀតយ៉ាងធ្ងន់ធ្ងរក្រៃលែងនៅក្នុងអនាគតកាលគ្រាន់តែសប្តាហ៍ថ្ងៃនេះជនជាតិទាំងឡាយនោះមានចំនួនជិតឬជាង1លាននាក់ទៅហើយនៅក្នុងចំណោមបណ្ដាប្រជាជនខ្មែរយើងអស់8លាននាក់បើយើងនិយាយឲ្យបានច្បាស់ទៅទៀតនៅក្នុងប្រទេសខ្មែរយើង7នាក់មានជនជាតិចិននិងយួន1នាក់ទៅហើយហេតុការណ៍នេះនឹងអាចបណ្ដាលឲ្យមានការកើនឡើងបញ្ហាសាសនាហើយនឹងបញ្ហាលក្ខណៈជាបញ្ហាផ្លូវសង្គមទៀតផងនៅក្នុងប្រទេសម៉ាឡេថ្មីនោះមានការផ្ទុះឡើងសាសនានេះបណ្ដាលមកមានការវឹកវរខូចខាតស្ថិរភាពខាងផ្លូវនយោបាយហើយសប្តាហ៍ថ្ងៃនេះក្តីបញ្ហានេះក៏មិនទាន់ចប់សពគ្រប់នៅឡើយហើយដែរអានិកជនបរទេសជនជាតិយួននៅស្រុកយើងសប្តាហ៍ថ្ងៃនេះពុំមែននៅស្ងៀមស្ងាត់ប៉ុណ្ណោះឡើយគេមានអង្គការសម្ងាត់
គ្រប់បែបយ៉ាងខាងផ្លូវសាសនាក៏ដូចជាខាងផ្លូវនយោបាយរឿងអស់នេះអ្នកណាក៏ដឹងគ្រប់គ្នាហើយដែរហើយសប្តាហ៍នេះគេឃើញពួកគេវាហាក់ដូចជាស្ងៀមស្ងាត់ក៏ពីព្រោះពេលនេះយួនកំពុងតែជាប់ធ្វើសង្គ្រាមនៅប្រទេសវៀតណាមហើយធ្វើជាប្រយោជន៍របស់គេធំណាស់ដើម្បីតម្រូវឲ្យគេមានការតាក់ទងយ៉ាងប្រពៃជាមួយនឹងអាញាធរខ្មែរយើងចុះដល់គេចប់សង្គ្រាមទៅប្រទេសគេរួបរวมគ្នាវិញនោះទេបើមិនរួបរวมខាងនយោបាយខាងក្នុងផ្លូវសេដ្ឋកិច្ចវប្បធម៌ហើយប្រទេសគេនឹងក្លាយទៅជាមហាអំណាចអាស៊ីមួយដែលពិភពលោកបានទាញយករួចមកហើយនោះគឺជនជាតិវៀតណាមនៅក្នុងស្រុកខ្មែរច្បាស់ជានឹងមានសម្បញ្ញៈចំពោះកងទ័ពរបស់ខ្លួនមិនលែងឡើយហើយនឹងមានការទាមទារអ្វីផ្សេងៗនៅផ្លូវសង្គមឬក៏ផ្លូវនយោបាយមិនលែងឡើយនេះគឺជាគ្រោះថ្នាក់មួយយ៉ាងធំអនេកពីព្រោះនឹងអាចបណ្ដាលឲ្យការល្អក់នៅក្នុងការតាក់ទងខ្មែរយួនទៅថ្ងៃអនាគតមិនចេះចប់មិនចេះហើយបានជាយើងហ៊ានអះអាងយ៉ាងនេះមិនមែនយើងមានគំនិតស្អប់ជនជាតិយួនពីដូនតាមកនោះទេគឺមកពីតែខ្មែរយើងធ្វើវិភាគនៅក្នុងបញ្ហាខ្មែរយួននេះតែម្ដងនេះវាគឺជាការវិវត្តមួយដែលមានលក្ខណៈគឺជាការចាំបាច់ចំពោះប្រវត្តិសាស្ត្រមនុស្សជាតិដែលប្រទះបញ្ហាបែបនេះច្រើនណាស់មកហើយនៅក្នុងសតវត្សទី20នោះឯងឯណាការដោះស្រាយបែបប្រពៃណីមិនមែនការប្រើធម៌ក្តៅនោះទេគឺពីព្រោះថាការប្រើធម៌ក្តៅនឹងបណ្ដាលឲ្យមានប្រតិកម្មលក្ខណៈជាធម៌ក្តៅតបមកវិញមិនចប់មិនហើយនឹងធ្វើឲ្យជ្រោះរវាងខ្មែរនិងយួនកាន់តែមានទំហំធំឡើងអស់មានស្ថិរភាពនយោបាយនៅក្នុងឥណ្ឌូចិនជាប្រកាសយើងនិយាយតែធម៌ក្តៅនេះគឺយើងចង់និយាយដល់ការបង្ខំឲ្យមានអាណិកជនយួនទាំងនោះវិលត្រឡប់ទៅស្រុកកំណើតវិញវិធានការនេះគឺបណ្ដាលឲ្យមានផលវិបាកផលអាក្រក់ទៅលើសេដ្ឋកិច្ចជាតិយើងនឹងបាត់បង់នៅក្របខ័ណ្ឌសេដ្ឋកិច្ចនិងបច្ចេកទេសច្រើនថែមទាំងផ្សារក្នុងប្រទេសយើងយ៉ាងសំខាន់ទៀតផងដែលជាការចាំបាច់ចំពោះអនាគតនឹងការលូតលាស់ឧស្សាហកម្មនិងសេដ្ឋកិច្ចប្រទេសកម្ពុជាយើងហើយបើទោះបីជាការបង្ខំវិលវិញទៅក្នុងស្រុកកំណើតអាចធ្វើទៅកើតក៏វាបណ្ដាលឲ្យមានបញ្ហាដ៏ធំនិងហួសសមត្ថភាពរបស់យើងទៀតផងដូច្នេះវិធានការដែលយើងអាចអនុវត្តទៅបានដោយមិនបង្កើតជាបញ្ហាធ្ងន់ធ្ងរពេកគឺត្រូវត្រួតត្រាឲ្យបានដិតដល់សកម្មភាពគ្រប់បែបយ៉ាងខាងផ្លូវសាសនាក្តីខាងសង្គមឬក៏នយោបាយក្តីដែលអាណិកជនយួនទាំងអស់នៅខាងក្នុងប្រទេសរបស់យើងដើម្បីអាចឲ្យយើងរងាប់ទាន់គ្រប់គ្រងបំណងអាក្រក់ទាំងឡាយដែលមានអាចនឹងផ្ដួចផ្ដើមឡើងហើយសំខាន់ជាងនេះទៅទៀតគឺជាការបិទទល់ដែនឲ្យបានរឹងប៉ឹងគឺការឲ្យមានការទុកចិត្តឈប់ឲ្យមានការលួចនាំចូលបរទេសតាមវិធីពាណិជ្ជកម្មឬក៏ដោយការសុំកលុំខ្វះសម្បញ្ញៈយើងគួរតែយល់ថាបើការលបលួចចូលមកក្នុងម្ដងមកកាលនោះមិនមែនជាគ្រោះថ្នាក់ខ្លាំងក្លាប៉ុន្មានទេតែគ្រោះថ្នាក់ដែលធំគឺមកពីតាំងទីលំនៅជានិច្ចកាលដោយមានការសង់ផ្ទះសម្បែងការប្រកបអាជីវកម្មឬក៏មុខរបរផ្សេងទៀតពីព្រោះជនជាតិប្រភេទនេះដែលមានឬគល់ជាប់នឹងដីហើយមិនងាយនឹងមានកូនចៅមិត្តភ័ក្តិមិនងាយនឹងត្រឡប់ទៅវិញឯងនៅឡើយហើយបើយ៉ាងនេះទៅទល់ដែនយើងនឹងត្រូវបរទេសយួនមកតាំងទីកកកុញរួចហើយក៏បណ្ដាលឲ្យមានចំនួនរករឿងហេតុជាមួយនឹងបងប្អូនខ្មែរយើងបង្កើតឲ្យមានការពិបាករស់នៅរីឯខ្មែរយើងជាជនជាតិស្លូតត្រង់មិនជាអ្នករករឿងហេតុគេក៏ត្រូវតែបោះបង់ចោលទីនោះរត់មកនៅឆ្ងាយតទៅទៀតនោះប្រកាសជាការដណ្ដើមទឹកដីដោយវិធីស្ងៀមដែលយើងគួរតែចាប់អារម្មណ៍ឲ្យបានជាក់ច្បាស់ដូចយើងបានធ្វើការវែកញែករកមកហើយសេចក្តីសង្ឃឹមដែលយើងទាំងស្រុងគឺស្ថិតនៅលើរដ្ឋាភិបាលស្រោចស្រង់ជាតិដែលមានសម្បញ្ញៈច្បាស់លាស់ចំពោះគ្រោះថ្នាក់ដ៏ធំធេងនេះដល់អមាតុប្រទេសកម្ពុជារបស់យើងបើបញ្ហាទាំងនេះមិនបានទទួលការដោះស្រាយគួរជាទីកក់ក្ដៅទេអនាគតរបស់យើងនឹងមានពពកខ្មៅងងឹតមកបាំងមិនខានឡើយនៅក្នុងក្របខ័ណ្ឌនៃការបដិវត្តនយោបាយទូទៅក្នុងភូមិភាគឥណ្ឌូចិនដ៏រំជើបរំជួលមួយនេះឥណ្ឌូចិននៅក្នុងឆ្នាំ2000គំនិតឬក៏ទ្រឹស្ដីដែលចែងបណ្ដាជននៅក្នុងការវិវត្តនៃបណ្ដាជននោះមាននីតិដ៏សំខាន់មួយនៅក្នុងអាជីវភាពនយោបាយជាតិនិងអន្តរជាតិនោះមិនមែនជាគំនិតឬក៏ទ្រឹស្ដីថ្មីនោះទេ
វាគឺជាការពិតនឹងហើយដែលគេពោលថាមនុស្សគឺជាមូលដ្ឋានសារវ័ននៃរបបគ្រប់គ្រងនយោបាយនៃប្រជាជាតិឬក៏សង្គមមនុស្សទាំងឡាយហេតុដូច្នេះបានជាមនុស្សពោលគឺបណ្ដាលនៅក្នុងប្រជាជនប្រទេសនីមួយៗនៅក្នុងតំបន់ភូមិភាគនីមួយៗក៏ត្រូវតែមានឥទ្ធិពលគឺជាការចាំបាច់ទៅលើស្ថានភាពឬក៏សេដ្ឋកិច្ចអ្នកដឹកនាំនយោបាយនៅក្នុងប្រទេសឬក៏ក្នុងភូមិភាគដែលប្រមូលផ្ដុំប្រទេសទាំងនោះដូច្នោះបើយោងទៅតាមទ្រឹស្ដីនេះមួយចំនួននៃបណ្ដាជននឹងការដឹកនាំនយោបាយពុំអាចត្រូវគេអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយបណ្ដាជនច្រើនហូរមានដោយយោងទៅតាមទ្រឹស្ដីខាងលើនេះប្រវត្តិវិទូនិងសង្គមវិទូភាគច្រើនបានពន្យល់អំពីបុព្វហេតុនៃសង្គ្រាមរវាងជាតិនិងជាតិនិងចលនាបដិវត្តន៍ដែលបានចាប់កំណើតឡើងនៅក្នុងប្រទេសឬភូមិភាគនីមួយៗនៃពិភពលោកដោយពឹងផ្អែកទៅលើស្ថានភាពចលនានៃការវិវត្តនៃបណ្ដាជននោះតែម្ដងប្រវត្តិសាស្ត្ររបស់មនុស្សជាតិវាហាក់ដូចជាបានកត់សម្គាល់នៅព្រឹត្តិការណ៍វាគឺជាគំរូខ្លះៗរួចមកហើយដែលអាចឲ្យយើងយកមកបញ្ជាក់បកស្រាយនិងពន្យល់នៅទ្រឹស្ដីខាងលើនេះនៅក្នុងរវាងឆ្នាំ1930ប្រទេសអាល្លឺម៉ង់នៅសម័យហ៊ីតលែរនៅទ្វីបអឺរ៉ុបនិងប្រទេសជប៉ុនសម័យយោធានិយមនៅទ្វីបអាស៊ីបានធ្វើនយោបាយយោធានិយមដ៏ឃោរឃៅបង្កប់បង្កើតឲ្យមានសង្គ្រាមពិភពលោកព្រមទាំងបានផ្សព្វផ្សាយនៅសេចក្តីក្រៀមក្រំនិងខ្លោចផ្សាអស់100ឆ្នាំមកហើយនៅលើមនុស្សជាតិប្រទេសទាំងពីរនេះនៅក្នុងសម័យនោះសុទ្ធសឹងតែជាប្រទេសដែលមានបណ្ដាជនច្រើនហួសមាត់ហួសសមត្ថភាពនៃការដោះស្រាយសាមញ្ញជននៃប្រទេសទាំងពីរឯនយោបាយពង្រីកទឹកដីនិយមនិងសង្គមឈ្លានពាននៅលើប្រជាជាតិខាងដែលប្រទេសទាំងនេះបានបង្កប់បង្កើតឡើងវាគឺជាការពិតនៅក្នុងគោលបំណងនយោបាយមួយយ៉ាងច្បាស់លាស់គឺការវិដណ្ដើមយកទឹកដីបរទេសមកធ្វើជារបស់ខ្លួនដើម្បីជាមធ្យោបាយអាចឲ្យប្រទេសខ្លួនមានដែនដីគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបណ្ដាប្រជាជនប្រទេសរបស់គេនៃការកើនឡើងចំនួនយ៉ាងច្រើនជាលំដាប់រៀងរាល់ឆ្នាំនៅក្នុងគោលបំណងនេះហើយដែលឲ្យដំបូងឡើងប្រទេសជប៉ុនបានច្បាំងវិដណ្ដើមយកដែនដីកូរ៉េនិងម៉ុងជូរីនៃប្រទេសចិនប៉ែកខាងជើងព្រមទាំងគម្រាមកំហែងដល់អាណាខេត្តខ្លះៗនៃសហសភាសូវៀតផងហើយបណ្ដាលឲ្យកើតមានសង្គ្រាមយ៉ាងយូរគឺឆ្នាំ1936ទល់នឹងឆ្នាំ1945រវាងចិននិងជប៉ុនឯប្រទេសអាល្លឺម៉ង់វិញក៏បានអនុវត្តនយោបាយឈ្លានពានទឹកដីតាំងពីឆ្នាំ1938មកដល់ឆ្នាំ1945ដោយបានវិដណ្ដើមយកប្រទេសអូទ្រីសប៉ូឡូញនិងមួយភាគនៃមហាប្រទេសរុស្ស៊ីហើយជាពិសេសតទៅទៀតគេបានកត់សម្គាល់ទៀតថាមានដើមកំណើតចំនួនបណ្ដាប្រជាជនទ្វេក្នុងអឺរ៉ុបក្នុងឆ្នាំ1814ដល់ឆ្នាំ1915ហើយស្រាប់តែនៅដើមសតវត្សទី20នេះតែម្ដងទ្វីបអឺរ៉ុបបានឆ្លងកាត់នៅសង្គ្រាមមួយសម័យមួយដ៏រំជើបរំជួលហើយប្រទេសនៅមហាសង្គ្រាមទៅពីលើគ្រាន់តែក្នុងរយៈពាក់កណ្ដាលនៃសតវត្សទី20តែប៉ុណ្ណោះជាទីបំផុតគេសង្កេតឃើញម្យ៉ាងទៀតថានៅក្នុងសម័យបច្ចុប្បន្ននេះគ្រប់ប្រទេសខ្សត់ខ្សោយទាំងឡាយនិងតតៃលោកដែលទើបតែនឹងបានស្គាល់នៅកំណើតបណ្ដាប្រជាជនដ៏លឿនហាក់បីដូចជាសន្ទុះព្រួញកំពុងតែជួបប្រទះនៅចលនាបដិវត្តន៍មួយដែលកំពុងតែវាលដាលដល់ការផ្សព្វផ្សាយគ្រប់ទិសទីដោយមានអង្គការកុម្មុយនីសនិយមអន្តរជាតិជួយជ្រោមជ្រែងផងហើយចលនារំពើនេះទាំងនេះត្រូវបានគេរៀបចំឡើងក្នុងគោលបំណងនិងរំលំរបបនយោបាយសេដ្ឋកិច្ចសង្គមចាស់ទាមទារឲ្យមានរបបថ្មីប្រកបដោយលក្ខណៈបដិវត្តន៍ដែលគេយល់ថានឹងអាចដោះស្រាយបញ្ហាសង្គមមនុស្សបានដោយប្រសិទ្ធភាពហើយជាពិសេសបញ្ហាដែលតាក់ទងទៅនឹងកំណើនដ៏លឿនហួសប្រមាណនៃបណ្ដាជនទាំងនោះឯងវាគឺជាក្របខ័ណ្ឌនៃទ្រឹស្ដីនោះឯងទៀតដែលមានអ្នកប្រាជ្ញខ្លះគឺលោក Gaston Boutul ជាសង្គមវិទូនិងប្រវត្តិវិទូជនជាតិបារាំងបានចាត់ទុកថាសង្គ្រាមវាគឺជាបាតុភូតមួយដ៏សំខាន់មានន័យទីជាធ្វើឲ្យសម្រេចនៅសមតាក្នុងសង្គមមនុស្សទាំងឡាយនៃពិភពលោកនៅឥណ្ឌូចិនបណ្ដាជនខ្មែរអាចទប់ទល់នឹងបណ្ដាជនជួតយួននិងសៀមបានដែរឬទេដើម្បីយល់ឲ្យកាន់តែច្បាស់លាស់នៅទំព័រនៃគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ដែលគម្រាមកំហែងប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ
ក៏បីយើងរំលឹកដល់ស្ថានភាពប្រវត្តិសាស្ត្រជាក់ស្ដែងខ្លះទុកជាគោលដៅជាបឋមនៅក្នុងការវិវត្តជាហូរហែមកហើយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំង3ខ្មែរសៀមនិងយួនទំនាស់ខ្មែរសៀមរួចទំនាស់ខ្មែរយួនហើយចុងក្រោយបំផុតគឺទំនាស់សៀមយួនគឺជាព្រឹត្តិការណ៍មួយដែលមានលក្ខណៈជាអចិន្ត្រៃយ៍នៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិឥណ្ឌូចិនអស់កាលជាច្រើនសតវត្សរួចមកហើយប្រទេសសៀមវាគឺជាប្រជាជាតិមួយប្រកបទៅដោយយុវភាពបានន័យថាប្រទេសសៀមចាប់កំណើតនៅសតវត្សទី14ឲ្យក្រោយពីបានវាទីតាំងនៅលើដែនដីខ្មែរមួយភាគយ៉ាងធំនៃប៉ែកខាងជើងនិងប៉ែកខាងលិចនៃប្រទេសកម្ពុជាបច្ចុប្បន្នរួចហើយក៏បានខិតខំធ្វើនយោបាយប្រតិបត្តិប្រទេសខ្មែរឲ្យចូលទៅក្នុងការគ្រប់គ្រងផ្លូវនយោបាយរបស់សៀមគឺធ្វើឲ្យប្រទេសខ្មែរឲ្យទៅជាអាណាព្យាបាលសៀមតែម្ដងដើម្បីទុកដែនដីនេះជាទ្រនាប់ទប់ទល់នឹងការវាទីតាំងរបស់សត្រូវថ្មីមួយនៃខ្លួនគឺយួននោះឯងដូច្នេះទំនាស់សៀមខ្មែរដែលមានលក្ខណៈជាជំលុះរវាងប្រជាជាតិក្មេងនិងប្រជាជាតិបុរាណមួយហើយគឺជាការធម្មតាអរិយធម៌ដែលមានយុវភាពតែងតែមានធម្មពលប្រៀបទៅលើអរិយធម៌មួយទៀតដែលមានវ័យចាស់ហេតុនេះហើយបានជាយើងបាត់បង់អស់អាណាខេត្តជាច្រើនតែផ្ទុយទៅវិញជនជាតិយួននៅក្នុងដំណើររបស់ខ្លួនចុះមកទិសខាងត្បូងទៅតាមបណ្ដោយឆ្នេរសមុទ្រចាមនៅកម្ពុជាក្រោមដែលមានគោលបំណងនឹងវិតទីតាំងយកដែនដីត្រង់តែម្ដងគឺមិនមែនគ្រាន់តែចង់យកអាណាចក្រខ្មែរដែលធ្វើជាដែនដីអាណាខេត្តយួនទេតែមានបំណងបំបត្តិសាសខ្មែរអរិយធម៌ខ្មែរពលគឺធ្វើឲ្យប្រទេសខ្មែរคล้ายទៅជាដែនដីថ្មីរបស់យួននេះតែម្ដងនេះហើយជាហេតុដែលអាចបញ្យល់យើងឲ្យយល់នៅនយោបាយយួនដែលបានប្រព្រឹត្តមកលើជនជាតិខ្មែរនៅសតវត្សទី18 19និងសតវត្សទី20នៅក្នុងដែនដីកម្ពុជាក្រោមសពថ្ងៃនេះបបហេតុជាជំរឿនៃនយោបាយពង្រីកទឹកដីយួននៅដែនដីឥណ្ឌូចិនវាគឺជាកំណើនចំនួនបណ្ដាប្រជាជនយួនហើយនឹងកង្វះខាតដែនដីដែលមានជីជាតិសម្រាប់ចិញ្ចឹមបណ្ដាជនជាតិដ៏រីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ផងដែរថានៅក្នុងការហែកដីខ្មែរចែកគ្នានេះគឺជាការដែលសៀមនិងយួនប៉ះទង្គិចគ្នាឯងការដែលប៉ះទង្គិចនេះគឺមានជាហូរហែមកហើយដែលលើដែនដីលាវជនជាតិសៀមក៏កាន់កាប់តែមានការមិនទុកចិត្តយ៉ាងខ្លាំងចំពោះគូសត្រូវថ្មីគឺយួននេះឯងនៅក្នុងករណីនេះនៅក្នុងអនាគតកាលបើសៀមនិងយួនមានចំនួននឹងគ្នាគឺនៅលើដែនដីខ្មែរឬក៏លាវតែម្ដងប្រជាជន15លាននាក់នៅក្នុងឆ្នាំ2000យើងបាននិយាយត្រួសរួមមកហើយអំពីដែនដីភូមិភាគខ្លះនៅក្នុងពិភពលោកយើងនេះដែលបានស្គាល់នៅដើមកំណើតបណ្ដាប្រជាជនអតិបរមានិងព្រមទាំងផលវិបាកនៃព្រឹត្តិការណ៍នោះទៀតផងយើងអាចពិចារណាទៅដល់ផលវិបាកបែបនេះបានដែលអាចកើតមានឡើងនៅលើភូមិភាគឥណ្ឌូចិនហើយប្រសិនបើជាការវិវត្តបណ្ដាជននៅលើដែនដីនេះមានលក្ខណៈជាធម្មតាគឺថាបើគ្មានសង្គ្រាមឬក៏អសន្តិសុខឬក៏ព្រឹត្តិការណ៍ដទៃទៀតមកធ្វើឲ្យស្ថានភាពនៃការវិវត្តនេះផ្លាស់ប្ដូរទេដែលយើងរំលឹកដល់បញ្ហានេះមិនមែនយើងយល់សពនោះទេគឺយើងនិយាយនៅក្នុងឋានៈជាមនុស្សដែលមានសម្បញ្ញៈគ្រប់គ្រាន់ជាមនុស្សធម្មតាដែលអាចពិចារណារកហេតុផលយើងអាចគុណគូធ្វើលេខរកចំនួនបណ្ដាប្រជាជនខ្មែរយើងនៅក្នុងឆ្នាំ2000បានដោយយកអត្រានៃកំណើនបណ្ដាប្រជាជន 2.5 2.6% ធ្វើជាមូលដ្ឋានហើយដូច្នេះយើងអាចប៉ាន់ស្មានទៅតាមវិធីសាស្ត្ររវាងឆ្នាំ2000បណ្ដាប្រជាជនយើងនឹងកើនដល់ទៅ14ទៅ15លាននាក់ហើយនេះប្រសិនបើគ្មានសង្គ្រាមលោកឬក៏អសន្តិសុខណាមួយរំខានការវិវត្តនោះទេចំនួនប្រជាជនយើងនឹងអាចកើនទៅដល់80លាននាក់ឬក៏គុណទ្វេដងយ៉ាងនឹងអាចសន្និដ្ឋានបានថាក្នុងរយៈពេល30ឆ្នាំទៀតដែនដីខ្មែរយើងមិនចង្អៀតចង្អល់នៅឡើយទេម្យ៉ាងទៀតយើងជាវាលទំនាបសម្បូរទៅដោយជលធានឹងមានទន្លេមេគង្គជាដើមយើងនឹងអាចធ្វើការរបៀបអាជីវកម្មកសិកម្មរឹតតែប្រសើរឡើងដោយធ្វើឲ្យនៅសម្រាប់អាការបាចទឹកបញ្ចុះស្រែរីឯដីដាំដំណាំនៅតាមក៏នៅសេសសល់ច្រើនសប្តាហ៍នេះដីដាំដំណាំយើងមានតែ 18% នៃផ្ទៃប្រទេសនិងផ្ទៃកន្លាទាំងអស់តែប៉ុណ្ណោះយើងនឹងអាចបង្កើនទៅទៀតបានបើតាមបណ្ដាជនយើងកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃហើយដូច្នេះយើងសង្ឃឹមថា
ដែនដីយើងមិនទាន់ចង្អៀតចង្អល់ទេនៅក្នុងរយៈពេល30ឆ្នាំខាងមុខឬក៏50ឆ្នាំខាងមុខទៀតនោះយើងនឹងអាចពង្រីកផលិតផលកសិកម្មថែមទៀតពីព្រោះថានៅក្នុងថ្ងៃអនាគតមធ្យោបាយបច្ចេកទេសយើងក៏កាន់តែមានលក្ខណៈប្រសើរឡើងជាហូរហែដែរយើងនឹងមិនរន្ធត់ចំពោះអនាគតយើងពីព្រោះប្រទេសរបស់យើងនឹងអាចចិញ្ចឹមដោយគ្រប់គ្រាន់នៅបណ្ដាជនរបស់យើងជាប្រកបប្រទេសយើងមិនចាំបាច់នឹងអនុវត្តនយោបាយពង្រីកទឹកដីនិយមទៅលើប្រទេសជិតខាងឡើយតែគ្រាន់តែយើងគួរតែភ័យបារម្ភនឹងការចោទសួរខ្លួនឯងថាតើអ្នកជិតខាងយើងឬខាងកើតក្តីខាងលិចយើងក្តីអាចចាត់ទុកយើងស្គាល់សន្តិភាពជារៀងដរាបដែរឬទេបើ30ឆ្នាំឬក៏50ឆ្នាំទៀតដែនដីរបស់គេនឹងពេញព្រៀបហាក់បីដូចជាទឹកដែលពេញក្នុងអាងទៅហើយក៏ហូរហៀចេញមកខាងក្រៅតម្រង់ទៅរកទីទំនាបដទៃទៀតតើយើងគួរឲ្យបាត់ចាត់ទុកថាទីទំនាបដែលមិនទាន់ដក់ទឹកនោះមានវាទំនាបទន្លេមេគង្គនិងទន្លេសាបពោលគឺប្រទេសកម្ពុជាយើងអាចនឹងជៀសផុតពីគ្រោះថ្នាក់នេះដែរឬទេគ្រោះថ្នាក់របស់យើងគឺស្ថិតនៅទិសខាងកើតជាង80លាននាក់រស់នៅលើដែនដីមួយយ៉ាងចង្អៀតចង្អល់នៅទិសខាងកើតនិងខាងត្បូងប្រទេសកម្ពុជាយើងជនជាតិយួនបានសម្រុកចុះមកពីទិសខាងជើងតាមឆ្នេរសមុទ្រអតីតនគរចម្ប៉ាហើយក៏បានធ្វើការទន្ទ្រានលុកលុយដណ្ដើមដីធ្លីពីដូនតាខ្មែរយើងតាំងពីចុងសតវត្សទី17មកម្ល៉េះគ្រាន់តែនៅក្នុងរយៈពេល150ឆ្នាំប្លាយតែប៉ុណ្ណោះយួនបានមកវិទទីតាំងព្រមទាំងខ្លាចខ្លួនទៅជាម្ចាស់ទឹកដីកម្ពុជាក្រោមដីពេញទីជាស្រេចនៅក្នុងសតវត្សគ្រិស្តសករាជ1840គួរតែយើងរំលឹកផងដែរថាជនជាតិយួនទាំងនេះដែលអាចលេបទឹកដីយើងជាមួយភាគយ៉ាងធំទំហំប្រមាណជា 64000 គីឡូម៉ែត្រការ៉េទ្វេគុណគឺស្មើនឹងប្រទេសស្រីលង្កាទាំងមូលនោះបានក៏ដោយសារតែសម័យនោះបណ្ដាប្រជាជនរបស់យើងគឺនៅកម្ពុជាក្រោមមានចំនួនតិចប៉ុនពេកណាស់ធ្វើបើដែនដីដំណែលដូនតាយើងនោះគឺជាដែនដីមួយដែលប្រកបទៅដោយជីជាតិវិសេសវិសាលរកដីមកប្រដូចពំបានឡើយក៏ដោយចំណែកឯការដែលយួនសម្រុកមកទៅខាងត្បូងនេះគឺបណ្ដាលមកពីបុព្វហេតុបណ្ដាជនជាតិកើតច្រើនពេកយួនពុំអាចមានដីល្អគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្នាគេបានឡើយហេតុនេះហើយបានជាយួនធ្វើនយោបាយពង្រីកទឹកដីនិយមមកលើអាណាចក្រខ្មែរឥតឈប់ឥតឈររហូតមកដល់សម័យបច្ចុប្បន្នកាលនេះទៀតក៏យួនពុំព្រមបញ្ឈប់អំពើលួចចូលមកតាំងលំនៅដែនដីទំនេររបស់យើងឡើយសប្តាហ៍ថ្ងៃនេះប្រទេសវៀតណាមមានផ្ទៃដីក្រឡាប្រមាណជា 330,000 គីឡូម៉ែត្រការ៉េគឺធំជាងប្រទេសយើងចំនួនដល់ទៅ2ដងគឺជាប្រទេសមួយដែលមានបណ្ដោយវែងចម្ងាយប្រមាណជាពីខាងជើងទៅត្បូងប្រមាណជា 2000 គីឡូម៉ែត្រនាដើមឆ្នាំ1970បណ្ដាជាជនទាំងអស់នៃប្រទេសនេះមានចំនួនប្រមាណជា40លាននាក់គឺ20លាននាក់នៅប៉ែកខាងជើងនិង18លាននាក់នៅប៉ែកខាងត្បូងឯប្រទេសវៀតណាមជាដែនដីមួយសម្បូរទៅដោយព្រៃព្រឹក្សានិងភ្នំនិងព្រៃភ្នំគ្របដណ្ដប់ទៅលើផ្ទៃដី 80% នៃផ្ទៃកន្លះទាំងអស់គឺស្មើនឹងកន្លះផ្ទៃ 260,000 គីឡូម៉ែត្រការ៉េហើយដូច្នេះហើយបានជាមនុស្សទាំង37លាននាក់រស់នៅលើផ្ទៃដីតែ 20% តែប៉ុណ្ណោះគឺស្មើនឹងផ្ទៃកន្លះ 60,000 គីឡូម៉ែត្រការ៉េនៅក្នុងករណីខាងក្រោមនេះដងស៊ីតេទៅដល់600នាក់នៅក្នុង1គីឡូម៉ែត្រការ៉េយើងដូចជាឃើញស្រាប់នៅក្នុងសប្តាហ៍ថ្ងៃនេះប្រទេសវៀតណាមគឺចង្អៀតចង្អល់ខ្លាំងណាស់ទៅហើយចំណែកឯផលិតផលស្រូវអង្ករក៏សឹងតែមិនគ្រប់គ្រាន់ផងជង្រុកស្រូវដ៏ធំនៃប្រទេសនោះគឺដែនដីសណ្ដនៃទន្លេមេគង្គនិងដីសណ្ដទន្លេសុងកៃដែនដីសណ្ដទន្លេមេគង្គអាចផ្ដល់ស្រូវជាងមធ្យម6តោននៅក្នុងមួយឆ្នាំហើយដីសណ្ដទន្លេសុងកៃផ្ដល់ប្រមាណជា4តោនជាមធ្យមបូកទៅគឺបានត្រឹមតែ10តោនតែប៉ុណ្ណោះដូច្នេះទៅថ្ងៃមុខស្រូវអង្ករនេះនឹងប្រកាសជាមិនអាចបំពេញសេចក្តីត្រូវការរបស់បណ្ដាជនជាតិយួនដែលកំពុងតែកើនឡើងយ៉ាងលឿនសោះឡើយនៅក្នុងចំណោមប្រទេសអាស៊ីទាំងឡាយយួនមានអត្រាកំណើនប្រជាជនខ្ពស់ជាងគេគឺមានរហូតដល់ទៅ 3% បើយោងទៅតាមភាគរយនៅក្នុងឆ្នាំ1970បណ្ដាប្រជាជនយួនរួមទាំងខាងជើងនិងខាងត្បូងនឹងឡើងទៅដល់40លាននាក់នៅក្នុងលក្ខណៈនេះប្រសិនបើការវិវត្តរបស់ប្រជាជននេះមកលឿនទៅមុខទៀតដោយគ្មានប្រព្រឹត្តធំដុំអ្វីមករំខានទេបណ្ដាប្រជាជនវៀតណាមនឹងកើនឡើងរហូតដល់ទៅ80លាននាក់
នៅក្នុងរយៈពេល30ឆ្នាំទៀតគឺនៅក្នុងឆ្នាំ2000ឬឯកម្ពុជាដល់ឆ្នាំ2000ប្រមាណជា15លានអ្នកតែប៉ុណ្ណោះតើនឹងមានផលវិបាកធ្ងន់ធ្ងរអ្វីខ្លះយើងគួរតែចោទសួរដោយឲ្យឆ្ងល់ថាតើទឹកដី 20% នៃផ្ទៃកាឡាទាំងអស់ប្រមាណជា 33,900 គីឡូម៉ែត្រការ៉េឬក៏ដីត្រឹមតែ 60,000 ម៉ែត្រការ៉េប៉ុណ្ណោះដែលអាចផ្ដល់អាហារគ្រប់គ្រាន់ដល់មនុស្សជាង80លានអ្នកដែរឬទេឆ្លើយទៅវិញភ្លាមថាត្រឹមតែ40លានអ្នកតែប៉ុណ្ណោះពិបាកនឹងចិញ្ចឹមឲ្យបានរស់នៅក្នុងភាពគ្រប់គ្រាន់ទៅហើយចុះទម្រាំបើ80លានអ្នកតើនឹងជាបញ្ហាធំយ៉ាងណាទៅតើប្រទេសវៀតណាមនឹងក្លាយទៅជាប្រទេសជប៉ុនទី2នៅក្នុងទ្វីបអាស៊ីឬក៏អាល្លឺម៉ង់ទ្វីបអាស៊ីដែរឬទេចម្លើយ1ប្រទេសវៀតណាមនឹងពង្រីកកម្លាំងឧស្សាហកម្មសេដ្ឋកិច្ចជាតិនិងអតិបរមាបើប្រៀបបានទៅនឹងប្រទេសជប៉ុនទី2នៅអាស៊ីអាគ្នេយ៍គំនិតនេះត្រូវបានអ្នកអង្កេតការណ៍អន្តរជាតិនានាយកមកគិតគូររួចជាមុនទៅហើយគឺមុនការដែលបញ្ចប់សង្គ្រាមវៀតណាមនោះទៅទៀតជាពិតប្រាកដមែនហើយនេះគឺជាវិធានការប្រពៃណាស់ប្រទេសវៀតណាមនឹងសម្បូរទៅដោយធនធានរ៉ែលោហៈធាតុថែមទាំងក្របខ័ណ្ឌវិទ្យាសាស្ត្រនិងបច្ចេកទេសប្រកបទៅដោយចំនួនច្រើនគ្រប់គ្រាន់ហើយមានថាមពលទៀតផងបូករួមនឹងផ្សារនៅអនាគតដ៏ធំធេងប្រជាជនប្រមាណជា80លាននាក់នឹងអាចក្លាយទៅជាពិតប្រាកដនៅក្នុងមហាអំណាចឧស្សាហកម្មខាងយ៉ាងសំខាន់នៅក្នុងពិភពលោកយើងនៅថ្ងៃខាងមុខនេះកាលបើវៀតណាមក្លាយទៅជាឧស្សាហកម្មហើយប្រទេសនេះអាចលក់ចេញនៅបរទេសផលិតនៅឧស្សាហកម្មដើម្បីទិញចូលមកវិញនៅផលិតផលកសិកម្មជាតម្រូវការខាងក្នុងចំណីអាហារក្នុងប្រទេសគឺតលតែធ្វើយ៉ាងនឹងទើបអាចបណ្ដាប្រជាជនប្រទេសនេះអាចរស់នៅបានដោយជៀសផុតពីបញ្ហាសង្គមនិងនយោបាយដែលរឹតតែមានលក្ខណៈស្មុគស្មាញឡើងចូលយើងនឹកគិតទៅដល់ប្រទេសជប៉ុនដែលនៅក្នុងបច្ចុប្បន្នកាលមានក្រឡាផ្ទៃប្រហាក់ប្រហែលទៅនឹងប្រទេសវៀតណាមដែរគឺប្រមាណជា 37,000 គីឡូម៉ែត្រការ៉េហើយមានមនុស្សរស់នៅប្រមាណជា100លាននាក់ទៅហើយស្ថានភាពនៃប្រទេសនេះពុំខុសពីប្រទេសវៀតណាមប៉ុន្មានឡើយនៅក្នុងដីប្រមាណជា 37,000 គីឡូម៉ែត្រការ៉េគឺត្រឹមតែ 16% ប៉ុណ្ណោះដែលអាចដាំដំណាំបានហើយរស់នៅបានក្រៅតែពីនោះគឺសិតសឹងតែជាជ្រោះភ្នំច្រឡងដងថ្មក្រំពុំអាចធ្វើឲ្យមនុស្សរស់នៅបានឯកាលពីរវាងឆ្នាំ1930ជប៉ុនក៏បានស្គាល់នៅកំណើនប្រជាជនមួយយ៉ាងលឿនហើយក៏បានដើម្បីនឹងដោះស្រាយបញ្ហាខ្វះខាតដីនេះជប៉ុនក៏បានអនុវត្តនៅនយោបាយពង្រីកទឹកដីនិយមយោធានិយមឈ្លានពានវាយដណ្ដើមពីប្រទេសចិនប្រទេសកូរ៉េប៉ុន្តែនយោបាយនេះត្រូវបានទទួលបរាជ័យក្រោយសង្គ្រាមលោកលើកទី2ជាស្រេចរួចទៅហើយហេតុនេះហើយបានជាជប៉ុនតម្រង់នយោបាយខ្លួនមកវិញរហូតបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី3នៅក្នុងពិភពលោកក្រោយសូវៀតយើងក៏ឃើញស្រាប់មកហើយដែរថាលក្ខណៈទឹកដីភូមិសាស្ត្រវៀតណាមនិងជប៉ុនគឺមានសភាពប្រហាក់ប្រហែលគ្នាដូច្នេះហើយវាជាគ្មានកម្លាំងដែលអាចធ្វើឲ្យមករារាំងមិនឲ្យប្រទេសនេះក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចបានឡើយហើយផ្សារដ៏សំខាន់និងសេដ្ឋកិច្ចឧស្សាហកម្មនោះគឺជាដែនដីអាស៊ីប៉ែកអាគ្នេយ៍នេះតែម្ដងប្រសិនបើយ៉ាងនេះមែននោះប្រទេសកម្ពុជាយើងនឹងត្រូវទទួលរងគ្រោះដំណំនិងមិនអាចគេចផុតបានឡើយអំពីកម្លាំងវៀតណាមនោះពីព្រោះការវិវត្តត្រូវតែយ៉ាងនេះដូច្នេះចំពោះយើងបើសេដ្ឋកិច្ចនៅតែថនថយយើងនឹងក្លាយទៅជាផ្សារសេដ្ឋកិច្ចយួនតែម្ដងនេះហើយទស្សនវិជ្ជាថ្មីមួយទៀតនៃលទ្ធិអាណានិគមនិយមសម័យថ្មីដែលមានភាពសាហាវមិនខុសពីអាណានិគមនិយមនយោបាយឬក៏ទឹកដីនោះសោះឡើយនេះក៏របៀបមួយយ៉ាងដែលនាំឲ្យប្រទេសយើងធ្វើដំណើរឆ្ពោះទៅទិសរកការបាត់បង់ឯករាជ្យផងដែរតែនៅក្នុងរយៈពេលសប្តាហ៍ថ្ងៃនេះក៏ដោយចុះក៏គួរតែយើងព្រួយបារម្ភទុកឲ្យហើយក៏ព្រោះតែវៀតណាមខាងត្បូងតែប៉ុណ្ណោះគេបញ្ចូលនិស្សិតគេឲ្យទៅរៀននៅបរទេសក្នុងមួយឆ្នាំរាប់ពាន់នាក់ឲ្យទៅសិក្សាឧត្តមវិជ្ជានៅអឺរ៉ុបឬក៏អាមេរិកឯវៀតណាមខាងជើងវិញនិស្សិតបច្ចេកទេសវិស្វកររាប់ពាន់នាក់ត្រូវបញ្ជូនទៅរៀននៅសហភាពសូវៀតឬក៏អឺរ៉ុបប៉ែកខាងកើតនៃប្រទេសចិនទាំងក្រុមតែម្ដងលុះដល់សង្គ្រាមចប់ភ្លាមប្រទេសកុម្មុយនីសទាំងឡាយរងចាំតែជួយកសាងសេដ្ឋកិច្ចឧស្សាហកម្មកសិកម្មប្រទេសនេះឡើងវិញការដែលជួយនេះគឺកាតព្វកិច្ចសំខាន់ណាស់ចំពោះប្រទេសកុម្មុយនីសទាំងឡាយរមែងតែងតែមានសេចក្តីសាមគ្គីគ្នាយ៉ាងជិតស្និទ្ធនៅក្នុងគំនិតអន្តរជាតិនិយមប្រជាពលករម្យ៉ាងទៀតសង្គ្រាមនៅវៀតណាមខាងត្បូងមិនទាន់ចប់ស្រេចបាច់ផងស្រាប់តែ
មូលធនបរទេសមានជប៉ុនជាដើមគេចូលមកហុងកុងអាមេរិកសិង្ហបុរីចូលមកធ្វើវិនិយោគយ៉ាងក៏ក្រឹកក៏ក្រែងនៅក្នុងប្រទេសនេះរួចទៅហើយឲ្យចុះទម្រាំសង្គ្រាមចាប់ទៅតើមូលធនបរទេសនឹងហូរចូលយ៉ាងណាទៅឲ្យចុះបើចំណែកឯអាមេរិកកាំងវិញប្រកាសជាមិនចាក់ចេញពីប្រទេសវៀតណាមដោយទុកឲ្យប្រទេសនេះបាក់បែកខ្ទេចខ្ទីយ៉ាងដូចនេះទេបើពំនោះទៀតសោតសហរដ្ឋអាមេរិកនេះនឹងត្រូវអាម៉ាស់មុខយ៉ាងអាណោចអាធំចំពោះសមិទ្ធសាធារណជនពិភពលោកអាមេរិកត្រូវបានលុបលាងកិត្តិយសរបស់ខ្លួននៅក្នុងឆ្នាំ1969កន្លងទៅហើយដោយសារសហអាមេរិកកាំងបានគ្រោងថវិកាប្រមាណជា$2000 លានគឺត្រូវប្រាក់រៀលប្រមាណជា100កោដសម្រាប់ស្ថាបនាប្រទេសវៀតណាមឡើងវិញហេតុដូចនេះខាងលើហើយបានជាមតិអ្នកសង្កេតការណ៍អន្តរជាតិខ្លះបានទាយថាការរួបរวมគ្នាឡើងវិញនៃប្រទេសវៀតណាមគឺជាមហន្តរាយឥតគ្មានអ្វីប្រៀបបានចំពោះភ័ព្វវាសនានៃមិត្តប្រទេសកម្ពុជាយើងប្រសិនបើជាយ៉ាងនេះមែនតើយើងនឹងអាចមានអ្វីមកទប់ទល់រងាប់កម្លាំងសេដ្ឋកិច្ចយួនកុំឲ្យវាទីចូលមកលេបសេដ្ឋកិច្ចយើងបាននោះទេបើមិនបាននោះទេតើរវាង30ឆ្នាំទៀតតើយើងនៅគង់វង្សជីវិតបន្តទៅទៀតបានដែរឬទេចំពោះកម្ពុជាយើងមានគៀតែមួយគត់សម្រាប់ដោះស្រាយឲ្យបានគង់វង្សជីវិតមានគៀនោះគឺការពង្រីកកម្លាំងសេដ្ឋកិច្ចរបស់យើងឲ្យបានលឿនឆាប់រហ័សទាន់កាលសម័យក្រែងអាចរងាប់បានខ្លះនៅកម្លាំងសេដ្ឋកិច្ចយួននោះការបង្អង់ឲ្យយឺតយ៉ាវទៅទៀតគឺជាអំពើអត្តឃាតកម្មគឺជាកំហុសធំណាស់ចំពោះប្រវត្តិសាស្ត្រសម្រាប់មាតុភូមិជាទីស្នេហានៃយើងរាល់គ្នាប្រវត្តិសាស្ត្រមានភ្នែកប្រវត្តិសាស្ត្រនឹងដាក់ទោសមកលើយើងរាល់គ្នាដែលធ្វេសប្រហែសនៅក្នុងបញ្ហានេះទី2ឬមួយក៏ប្រទេសវៀតណាមនឹងអនុវត្តនយោបាយបន្ថយចំនួនក្មេងឲ្យកើនឡើងច្រើនពេកនេះជាការអាចនឹងសម្រេចបានឬក៏ការស្រេចទៅលើការយោគយល់នៃការយល់ឃើញនៃនយោបាយយួននៅថ្ងៃអនាគតតែប៉ុណ្ណោះបើទុកណាជានយោបាយជាយថាហេតុបែបនេះអនុវត្តប្រកបទៅដោយជោគជ័យក្តីក៏មានចំនួនបណ្ដាប្រជាជនច្រើនដរាបប្រទេសវៀតណាមនៅតែពង្រីកកម្លាំងសេដ្ឋកិច្ចឧស្សាហកម្មដដែលពីព្រោះនេះគឺជាកាតព្វកិច្ចខានបបានហើយដូច្នេះគ្រោះថ្នាក់នៅតែមានលក្ខណៈធ្ងន់ធ្ងរដដែលមកលើវាសនានៃកម្ពុជាយើងទៅថ្ងៃអនាគតហើយទី3ប្រសិនបើផ្ទុយទៅវិញកម្លាំងសេដ្ឋកិច្ចរដ្ឋវៀតណាមពុំបានលូតលាស់ឲ្យគ្រប់គ្រាន់នោះទេហើយនយោបាយបន្ថយកំណើនកូនក្មេងក៏ពុំត្រូវបានអនុវត្តទៀតនោះមហន្តរាយក៏រឹតតែមានទំហំគុណ2 ដង 10 ដងខ្លាំងណាស់ទៅទៀតមកលើអនាគតប្រទេសកម្ពុជាយើងហើយដូចម្ដេចបានជាការនេះវាទៅជាយ៉ាងដូច្នោះទៅវិញសង្គ្រាមនឹងអាចផ្ទុះឡើងរវាងខ្មែរនិងយួនពិបាកនឹងជាវៀងផុតបានពីព្រោះបណ្ដាជនយួនកាន់តែកើនឡើងជាលំដាប់លំដោយ50 60 70 80និង90លានក្នុងរយៈពេល30ឆ្នាំទៅទៀតឯធនធានខាងសេដ្ឋកិច្ចនិងខាងកសិកម្មនៅដដែលក៏លូតលាស់យឺតពេកដែលជាហេតុពុំអាចនឹងអនុញ្ញាតឲ្យចិញ្ចឹមមនុស្សបានច្រើនក្នុងការគ្រប់គ្រាន់ឡើយការនេះនឹងបង្កឲ្យមានវិបត្តិផ្លូវសង្គមរួចនឹងវិបត្តិនយោបាយបង្កើតឡើងដោយសេចក្តីមិនសប្បាយចិត្តឬក៏ភាពក្រវេទនារបស់ជនជាតិយួននោះឯងពេលនោះហើយនឹងមានអ្នកនយោបាយយួនខ្លះដែលជាអ្នកជាតិនិយមហួសហេតុបង្កើតឲ្យមានទ្រឹស្ដីពង្រីកទឹកដីនិយមទៅតាមរបៀបអាល្លឺម៉ង់ជំនាន់អ៊ីតាលីទាមទារនៅទឹកដីមួយដែលគេអាចសន្មតថាគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់ប្រជាជនគេហើយជាដែនដីដែលត្រូវការនោះគឺមានតែកម្ពុជាឡាវឬក៏សៀមតែប៉ុណ្ណោះដើម្បីនឹងសម្រេចនៅកម្រងការនេះបាននយោបាយឈ្លានពានបង្ករឿងហេតុឲ្យកើតជាសង្គ្រាមឥណ្ឌូចិនជាលើកទី3គេពុំងាយនឹងជៀសបាក់វៀងបានឡើយបើយ៉ាងនេះមែននៅឯជើងមេឃនៅថ្ងៃអនាគតដីឥណ្ឌូចិននោះនឹងមានពពកខ្មៅងងឹតមកបិទបាំងសេចក្តីសង្ឃឹមរបស់យើងរលត់សោះសូន្យគួរឲ្យស្រងេះស្រងោចអាណត្តិអធមពេកក្រៃប្រសិនបើនយោបាយពង្រីកទឹកដីនិយមដើម្បីរស់នៅបានអនុវត្តនោះមែនដែនដីយើងបណ្ដាប្រជាជនយើងនឹងត្រូវគេលេបម្ដងបន្តិចម្ដងហើយទីបំផុតនឹងត្រូវរលាយបាត់រូបឈ្មោះចេញពីផែនទីពិភពលោកនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាអាណាចក្រចម្ប៉ាឬក៏ដែនដីកម្ពុជាក្រោមឥតប្រកែកបានឡើយគឺពេលនេះឯងហើយដែលប្រវត្តិសាស្ត្រនឹងចែងអំពីដំណើរឆ្ពោះទៅខាងលិចនៃប្រជាជាតិវៀតណាមក្រោមសន្ទុះនៃកំណើនជាអតិបរមានៃបណ្ដាជនមួយដែលចាំតែឃ្លាំឱកាសប្រឡាយជីវិតយើង
អស់រយៈកាលជាច្រើនសតវត្សមកហើយរួមសេចក្តីដែនដីឥណ្ឌូចិនដែនដីមួយដែលខ្វះស្ថិរភាពជានិរន្តរ៍នៅលើដែនដីនេះប្រទេសកម្ពុជាយើងនៅក្នុងថ្ងៃអនាគតកាលខាងមុខនោះនឹងត្រូវឆ្លងកាត់នៅគ្រោះថ្នាក់ដ៏ធំធេងជាច្រើនបែបយ៉ាងក៏ដូចជាការគំរាមកំហែងដល់ការគង់វង្សជីវិតនៃប្រជាជាតិយើងទៀតផងបើទុកជាការវិវត្តនៃប្រទេសវៀតណាមទៅជាយ៉ាងណាក៏ដោយមហន្តរាយគ្រប់បែបយ៉ាងនៅតែចាំឃ្លាំជីវិតយើងគ្រប់ជំហានពេលវេលាដើរទៅមុខលឿនឆ្ងាយទៅមហន្តរាយក៏លេចរូបរាងកាន់តែធំច្បាស់ឡើងជាលំដាប់គឺមានតែនយោបាយពង្រីកកម្លាំងសេដ្ឋកិច្ចជាតិឲ្យបានឆាប់រហ័សតែប៉ុណ្ណោះទេដែលអាចឲ្យយើងមានមធ្យោបាយទប់ទល់នឹងយថាហេតុគ្រប់បែបយ៉ាងតែនោះគឺគ្រាន់តែជានិក្ខេបបទគឺជាទ្រឹស្ដីឬក៏មតិរបស់មនុស្សម្នាក់តែប៉ុណ្ណោះពុំដូច្នោះគុំទាន់ចោទទុកថាជាត្រឹមត្រូវនឹងបានពេញលេញនៅឡើយទេឯការពិតស្ថិតនៅលើប្រវត្តិសាស្ត្រក្នុងពេលអនាគតកាលឯនោះវិញទេដែលអាចវិនិច្ឆ័យបានក៏ប៉ុន្តែយើងមិនមែនមានតែយួនទេដែលចាំតែខ្លំប្រឡ័យឯនៅទិសខាងលិចគឺសៀមក៏ចាំតែឱកាសល្អនឹងក្រញិចដែនដីយើងដូចគ្នាដែរប្រទេសសៀមនឹងមានបណ្ដាប្រជាជន70លាននាក់នៅពីខាងជើងនិងខាងលិចប្រទេសកម្ពុជាយើងបណ្ដាប្រជាជនមួយទៀតគឺនឹងអាចคล้ายទៅជាទម្ងន់ដ៏ធ្ងន់ថ្មីមួយទៀតសង្កត់មកលើដែនដីយើងកាលបើយើងបានលើកបញ្ហាយួនមកពិចារណាពន្យល់បំភ្លឺទៅដល់សម្បញ្ញៈជាតិរួចរាល់មកហើយយើងពុំអាចបំភ្លេចបានសោះឡើយគ្រោះថ្នាក់ដែលអាចនឹងមកយាយីមាតុប្រទេសយើងគឺប្រទេសខ្មែរយើងមានមិនមែនធ្លាប់មានតែអំពីខាងកើតនិងខាងត្បូងប៉ុណ្ណោះឡើយគឺមានសត្រូវចុងក្រោយរបស់យើងដែលបានលេបរួចមកហើយនៅដែនដីយើងដែលមានផ្ទៃកន្លាប្រមាណជា 60000 ម៉ែត្រការ៉េស្មើនឹងកន្លាផ្ទៃប្រទេសអ៊ីស្រាអែល3ដងយើងនៅមានអ្នកជិតខាងរបស់យើងមួយទៀតដែលជាសត្រូវចាស់ពីបុរាណហើយដែលបានត្របាក់លេបជាច្រើនសតវត្សមកហើយនៅអាណាខេត្តរបស់យើងយ៉ាងច្រើនអនេកសត្រូវនោះគឺយើងទាន់មិនអាចបំភ្លេចបានគឺនៅឆ្នាំ1907ដែលមកវិតទីតាំងដល់ 1/3 នៃដែនដីរបស់យើងសប្តាហ៍នេះហើយដែលកាលពីឆ្នាំ1941ដល់ឆ្នាំ1945មកច្បាំងដណ្ដើមទៅតាមវិធីកម្លាំងបាយនៅខេត្តសៀមរាបកំពង់ធំបាត់ដំបងសាជាថ្មីគឺប្រទេសសៀមឬក៏ថៃឡង់នេះឯងបើតាមពងសាវតាខ្មែររបស់យើងជនជាតិយួនជាជនជាតិប្រកបទៅដោយគ្រោះថ្នាក់យ៉ាងជាក់ស្ដែងធំចំពោះយើងយ៉ាងណាក៏ជនជាតិសៀមក៏ជាអ្នកជិតខាងប្រកបទៅដោយគ្រោះថ្នាក់ដែរដែលមានសភាពសាហាវមិនចាញ់គ្នានោះដែរដូច្នេះហើយដែលយើងចាប់អារម្មណ៍ទៅលើគ្រោះថ្នាក់ទាំងពីរនោះព្រមគ្នាជាមធ្យោបាយតែមួយដែលអាចឲ្យយើងប្រុងប្រៀបជើងការទុកមុនឲ្យហើយនោះប្រកាសជាឧត្តមគតិដ៏ប្រសើរវិសេសវិសាលក្រៃលែងណាស់ទៅហើយប្រវត្តិសាស្ត្រពីអតីតកាលថ្មីនេះជាមេរៀនស្រាប់ការដែលចាំឲ្យទឹកឡើងដល់ច្រមុះសឹមប្រវេប្រវារកទីជំរកនឹងคล้ายទៅជាសេចក្តីផ្ដើមនៃការលិចលង់ឬក៏ទីបំផុតនៃភាពអស់សង្ឃឹមមិនខានឡើយតើបណ្ដាជនជាតិសៀមអាចនឹងមានឥទ្ធិពលអ្វីទៅលើអនាគតដែនដីរបស់យើងចម្លើយនៅក្នុងភាពត្រឹមត្រូវ 100% តបទៅនឹងសំណួរនេះវិញគ្មានជនណាមួយអាចនឹងធ្វើបានឡើយបើតាមគេអាចធ្វើសេចក្តីសន្និដ្ឋានក្នុងភាពប្រហាក់ប្រហែលមានបែបផែនជានិក្ខេបបទបានខ្លះបើតាមឯកសារសរសេរដោយលោក Lalubert ក្នុងរវាងឆ្នាំ1693បណ្ដាជនជាតិសៀមត្រឹមតែ1,900,000 នាក់តែប៉ុណ្ណោះជាងមួយសតវត្សកន្លងមកទៀតប្រហែលជាគ្រិស្តសករាជ1841បណ្ដាជនជាតិនេះកើនឡើងដល់ទៅ 5,200,000 នាក់នៅក្នុងរយៈពេលប្រហែលគ្នានោះខ្មែរយើងមានប្រហែលជា 800,000 នាក់រួចហើយបណ្ដាប្រជាជនក៏កើនមួយចំនួនទៅទៀតគឺ 8,200,000 នាក់នៅក្នុងឆ្នាំ1910រួចហើយក៏ 14 លាននាក់នៅក្នុងឆ្នាំ1937គឺ27លាន 800,000 នាក់នៅក្នុងឆ្នាំ1956គ្រាន់តែក្នុងឆ្នាំ1965តែប៉ុណ្ណោះបណ្ដាប្រជាជននេះកើនឡើងដល់ទៅ30លាននាក់ស្រេចទៅហើយបើតាមការគុណគូនឹងតាមរបៀបបែបវិទ្យាសាស្ត្រដល់ឆ្នាំ1975ខាងមុខនឹងកើនឡើងដល់40លាននាក់ដូចជាយើងបានឃើញនេះស្រាប់បណ្ដាប្រជាជនសៀមកើនលឿនយ៉ាងឆាប់រហ័សជាពន់ពេកហើយជាពិសេសទៅទៀតគឺចាប់តាំងពីសង្គ្រាមលោកលើកទី2មក
កំណើនដ៏លឿននេះបណ្ដាលមកពីការចុះថយជាច្រើននៃមនុស្សស្លាប់ក្នុងមួយឆ្នាំហើយផ្ទុយទៅវិញមានចំនួនកើនឡើងសន្ទុះលឿនទៅមុខឥតឈប់ឈរសោះនៅក្នុងឆ្នាំ1950គេបានចាត់ទុកប្រទេសថៃឡង់គឺជាប្រទេសជាតិមួយសម្បូរសប្បាយរស់ដោយសេចក្តីស្ងប់ស្ងាត់គ្មានបញ្ហាចោទសោះឡើយឥឡូវនេះអស់ហើយភាពសម្បូរសប្បាយអស់ហើយភាពស្ងប់ស្ងាត់បញ្ហាដ៏ច្រើនសែនកំពុងតែចោទឡើងគឺបញ្ហានេះបញ្ហានោះបណ្ដាលមកពីកំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់សៀមនោះឯងហើយព្រមទាំងវិវត្តនៃស្ថានភាពនយោបាយអន្តរជាតិនៅក្នុងភូមិភាគអាស៊ីប៉ែកអាគ្នេយ៍នេះបូកបន្ថែមទៀតប្រទេសថៃឡង់ប្រជាជនប្រមាណជា70លាននាក់នៅក្នុងឆ្នាំ2000បើតាមសេចក្តីស្ថិតិដែលបានគេសង្កេតសម្រេចឡើងទៅតាមបែបវិទ្យាសាស្ត្រកម្រិតអត្រានៃកំណើនប្រជាជនសៀមឡើងដល់ទៅ 3% ឯខ្មែរមានត្រឹមតែ 2.6% តែប៉ុណ្ណោះហើយដូច្នេះហើយប្រសិនបើគ្មានប្រព្រឹត្តការណ៍ឯណាមករំខានដល់ការវិវត្តនោះទេប្រទេសសៀមអាចនឹងមានមនុស្សដល់ទៅ70លាននាក់នៅដើមសតវត្សទី21ខាងមុខឯកំណើនបណ្ដាប្រជាជនខ្មែរយើងនឹងកើនឡើងដល់15លាននាក់តែប៉ុណ្ណោះហើយដែលបណ្ដាប្រជាជនសៀមនេះកើននៅក្នុង30ឆ្នាំមុខទៅទៀតគឺអាចដល់ទៅ70លាននាក់ឯណោះមិនមែនជាការគួរឲ្យយើងនៅស្ងៀមប្រងើយកន្តើយសោះឡើយដែនដីឥណ្ឌូចិននឹងក្លាយទៅជាដែនដីដែលមានបណ្ដាប្រជាជនច្រើនហួសមៀនគ្រាន់តែសៀមនិងយួនបូកបញ្ចូលគ្នាកើនដល់ទៅ150លាននាក់ដែលមានត្រឹមតែ15លាននាក់នឹងប្រឆាំងមួយនឹង10នឹងមានមធ្យោបាយគ្រប់គ្រាន់អាចនឹងតតាំងបានយើងបានទេបើគេរួមគ្នាក្នុងធ្លុងមួយអនុវត្តនៅបំណងអាក្រក់មកលើប្រទេសយើងគឺជាដែនដីមួយដែលមានភាពភូមិសាស្ត្រនយោបាយនិងដែននៅកណ្ដាលគេហើយដែលគេគៀបសង្កត់ពីគ្រប់ទិសទីបានដងាយបើយើងរើសយកឧទាហរណ៍ក្នុងលោកនេះមកពន្យល់បានគឺស្ថានភាពភូមិសាស្ត្រប្រទេសប៉ូឡូញនេះតែម្ដងចូលយើងមើលចុះប្រទេសប៉ូឡូញនេះជួនកាលអាល្លឺម៉ង់ពីខាងលិចនិងរុស្ស៊ីពីខាងកើតស្រុះចូលគ្នាហែកដែនដីចែកគ្នាជួនកាលសម័យសង្គ្រាមលោកលើកទី2នេះស្រាប់ដូច្នេះហើយនៅថ្ងៃអនាគតនេះបញ្ហាដែលធំចោតមកលើឥណ្ឌូចិនគឺជាបញ្ហាចង្អៀតចង្អល់នៃដែនដីដែលបណ្ដាលមកពីបណ្ដាជនច្រើនហួសមៀតនោះឯងប្រកាសផលវិបាកបណ្ដាលមកពីកំណើនបណ្ដាប្រជាជននៅក្នុងប្រទេសសៀមតើរដ្ឋាភិបាលសៀមនឹងដោះស្រាយយ៉ាងណាចំពោះបញ្ហាកំណើនបណ្ដាប្រជាជននេះគ្រាន់តែសប្តាហ៍ថ្ងៃនេះដែលបណ្ដាជនមិនទាន់កើនដល់40លាននាក់ផងនេះបានបង្កើតឲ្យមានបញ្ហាការព្រួយបារម្ភមួយយ៉ាងធំធេងនៅក្នុងចំណោមអ្នកដឹកនាំសៀមនាឆ្នាំ1957ដល់ឆ្នាំ1958បើតាមសេចក្តីសុំពីរដ្ឋាភិបាលសៀមបេសកកម្មមួយនៃធនាគារពិភពលោកបានមកធ្វើការសិក្សានិងសេចក្តីរាយការណ៍មួយអំពីស្ថានភាពសេដ្ឋកិច្ចសៀមយោបល់រួមនៃសេចក្តីការណ៍នោះបានបង្ហាញឲ្យឃើញនៅកង្វះខាតនិងភាពខ្សត់ខ្សោយជាច្រើនចំពោះអនាគតសេដ្ឋកិច្ចសៀមផ្ទុយទៅវិញការពង្រីកធនធានសេដ្ឋកិច្ចគឺបង្កើនផលកសិកម្មនិងឧស្សាហកម្មគឺជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាកំណើនប្រជាជននោះដើម្បីរក្សាកុំឲ្យកម្រិតជីវភាពនៃប្រជាជនធ្លាក់ចុះជាលំដាប់រហូតដល់ជីវភាពវេទនាក្រខ្សត់ខ្វះចំណីអាហារសម័យបច្ចុប្បន្ននេះធនធានសេដ្ឋកិច្ចខ្លះៗដែលពីមុនអាចត្រូវនាំចេញទៅបរទេសបានក៏កាន់តែមានចំនួនអោនថយជាលំដាប់មានឈើម៉ៃសាក់សំណប៉ាហាំងកៅស៊ូហើយជាពិសេសទៅទៀតគឺអង្ករនេះតែម្ដងហើយដូច្នេះហើយបានជាការពង្រីកសេដ្ឋកិច្ចឲ្យបានលឿនឆាប់រហ័សបានคล้ายទៅជាអតិភិបមួយនៃនយោបាយសៀមគឺនៅក្នុងគំនិតនេះហើយដែលរដ្ឋាភិបាលសៀមសប្តាហ៍ថ្ងៃកំពុងតែស្ថាបនាគម្រោងការធំជាច្រើនមានសំណង់ទំនប់វារីអគ្គិសនីដែលអាចសម្រេចជាមួយគ្នាផងនៅបានការបាចទឹកបញ្ចូលស្រែនិងអាចសាងសង់ពង្រីកផ្ទៃដីដាំដំណាំជាថ្មីទៀតរីឯខាងវិស័យឧស្សាហកម្មមានមូលធនបរទេសជាច្រើនបានត្រូវគេប្រើប្រាស់នៅក្នុងប្រទេសដើម្បីសម្រេចឲ្យមាននៅការរីកចម្រើនលូតលាស់នៅក្នុងចំណោមមូលធនបរទេសដែលគេបានធ្វើវិនិយោគនៅក្នុងប្រទេសនេះគឺមានមូលហេតុជប៉ុនច្រើនជាងគេបន្ទាប់មកមូលធនចិនតៃវ៉ាន់ហើយនឹងទី3គឺមូលធនអាមេរិកនៅក្នុងនយោបាយសេដ្ឋកិច្ចនេះរដ្ឋាភិបាលបានធ្វើការសម្រុះសម្រួលឲ្យជាអតិបរមាទៅដល់ការនាំចូលនៃមូលធនបរទេសទាំងនេះ
ក៏ប៉ុន្តែបញ្ហាដែលសំខាន់ជាងគេគឺបញ្ហាស្រូវអង្ករនេះឯងវាទំនាបនៃទន្លេមេណាមដែលជាមហាជង្រុកស្រូវនៃប្រទេសសៀមនៅក្នុងកាលសប្តាហ៍ថ្ងៃនេះផ្ទៃក្រឡាដីដាំដំណាំមានចំនួនតែ1/4តែប៉ុណ្ណោះនៃវាលទំនាបទន្លេមេណាមដែលសម្បូរទៅដោយជលធាដូច្នេះបញ្ហានៃការពង្រីកដំណាំមិនមែនចោតលក្ខណៈធ្ងន់ធ្ងរដោយប្រទេសវៀតណាមនោះទេដែនដីសៀមដែលមានផ្ទៃក្រឡាទាំងអស់ជាងប្រមាណជា500,000 គីឡូម៉ែត្រការ៉េហើយមួយភាគយ៉ាងធំជាដីទំនាបនិងមិនទាន់คล้ายទៅជាដីចង្អៀតចង្អុលនៅឡើយនៅក្នុងរយៈកាល30ទៅ50ឆ្នាំខាងមុខនោះប្រទេសនេះអាចនឹងបង្កើនផលកសិកម្មបានថែមទៀតដើម្បីអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការកាន់តែច្រើនឡើងនៃប្រជាជនរាស្ត្រដោយសារនយោបាយធ្វើឲ្យរឹតតែប្រសើរឡើងនៅរបៀបអាជីវកម្មកសិកម្មឲ្យមានការបាចទឹកបញ្ចូលស្រែការប្រើជីគីមីឬក៏ការប្រើគ្រឿងយន្តកសិកម្មនៅក្នុងបំណងនេះឯងដោយរដ្ឋាភិបាលសៀមកំពុងតែអនុវត្តគម្រោងការធំជាច្រើនខាងទំនប់ទឹកជីកប្រឡាយបញ្ចូលស្រែតាំងពីឆ្នាំ1950មកម្លេះដោយសារតែជំនួយពិភពលោកគម្រោងនេះបានពង្រីកផ្ទៃក្រឡាដាំដំណាំព្រមទាំងថាមពលអគ្គិសនីទៀតផងប្រសិនបើគម្រោងការពង្រីកផលិតផលកសិកម្មនិងធនធានឧស្សាហកម្មនេះមានជោគជ័យមែនបញ្ហាវិបត្តិផ្លូវសង្គមអាចនឹងត្រូវបានដោះស្រាយឲ្យបានធូរស្រាលខ្លះក៏ប៉ុន្តែកម្លាំងសេដ្ឋកិច្ចសៀមនឹងរឹតតែមានទំហំធំឡើងជាលំដាប់អាស្រ័យទៅលើភាពធំធេងនៃទីផ្សារនៅក្នុងប្រទេសសៀមនេះជាប្រកាសពី65ទៅ70លាននាក់ដល់ចុងសតវត្សទី20ក្នុងករណីនេះការពង្រីកកម្លាំងសេដ្ឋកិច្ចសៀមក៏អាចคล้ายទៅជាគ្រោះថ្នាក់ធំមួយដែរមកលើអនាគតប្រទេសកម្ពុជាយើងដែលមានផ្សារនៅក្នុងប្រទេសខ្សោយនៅឡើយវាជាការពិតមែនហើយកម្លាំងសេដ្ឋកិច្ចនៅក្នុងតំបន់នីមួយៗនៃពិភពលោកបើប្រៀបទៅនឹងកម្លាំងដែលហូរហៀពីតំបន់ខ្ពស់ទៅកាន់តំបន់មួយទៀតដែលមានទាបដូចនោះដែរឯប្រទេសកម្ពុជាយើងដែលស្ថិតនៅកណ្ដាលប្រទេសទាំងពីរនេះទុកជាយើងធ្វើយ៉ាងណាក្តីក៏ពុំអាចជៀសផុតពីការសង្កត់សង្កិនធ្វើឲ្យការធ្ងន់ធ្ងរឡើងខាងផ្លូវសេដ្ឋកិច្ចនិងបណ្ដាជននៃប្រទេសទាំងពីរសងខាងរួចឡើយដោយអាស្រ័យទៅលើហេតុថាគេពុំអាចធ្វើព្រំដែនឯណាបិទចិត្តសូនឈឹងបានឡើយរវាងប្រទេសជិតខាងគ្នាប្រទេសកម្ពុជាយើងដែលមានលក្ខណៈជាដែកទ្រនាប់មួយតូចអាចទ្រទ្រង់ទប់ទល់នឹងញញួរធំបានដល់ទៅពីរដែលធ្លាប់មកលើខ្លួនព្រមគ្នាបានឬទេនៅក្នុងថ្ងៃអនាគតខាងមុខវាគឺជាការពិតណាស់ទៅហើយដើម្បីអាចនឹងទ្រាំទ្របានលុះត្រាតែដែកទ្រនាប់នោះត្រូវការបន្ថែមសន្ទាប់ដែកឲ្យបានតែក្រាស់មាំជាងមុនទៅបានម្យ៉ាងទៀតចំពោះករណីដែលសៀមនេះទៀតសោតបើសិនបើជាប្រទេសនេះអាចសម្រេចដោយជោគជ័យខាងពង្រីកកម្លាំងសេដ្ឋកិច្ចបាននោះគឺជាការប្រសើរហើយបើផ្ទុយទៅវិញតើនឹងការដោះស្រាយឯណាទៀតច្បាស់ជាអ្នកដឹកនាំសៀមនឹងចោលភ្នែកញយមកលើដែនដីដ៏មានជីជាតិទន្លេមេគង្គនិងខេត្តបាត់ដំបងនៃវាលទំនាបបឹងទន្លេសាបដែលសម្បូរទៅដោយត្រីសាច់និងសម្បូរស្រូវអង្ករមិនខានឡើយចុះបើគេខົບខិតជាមួយគ្នានឹងជនជាតិយួនទៀតដើម្បីបែងចែកទឹកដីយើងដោយសតវត្សទី19នាឆ្នាំ1840តើយើងនឹងឈរមុខទប់ទល់នឹងគម្រោងការអកុសលនេះតាមវិធីណាសេចក្តីបញ្ចប់ទាំងអស់នេះវាគ្រាន់តែជាការសន្និដ្ឋានការប្រឌិតដែលជាលទ្ធផលនៃអ្នកប្រាជ្ញនិងការយល់តែប៉ុណ្ណោះមិនទាន់ជាការពិតនៅប្រវត្តិសាស្ត្រឡើយតែតើនរណាឡើយដែលអាចហ៊ានអាងថាក្នុងថ្ងៃអនាគតការប្រឌិតនេះមិនអាចคล้ายទៅជាដាច់ខាតទៅជាការពិតនៅក្នុងប្រវត្តិសាស្ត្របានប្រវត្តិសាស្ត្រអាចឲ្យមេរៀនផងមិនឲ្យមេរៀនផងចំពោះយើងរាល់គ្នាអនាគតកាលគឺរូងងឹតមួយនឹងគេតម្រូវឲ្យយើងចូលទៅក្នុងដោយឥតប្រកែកបានឡើយតើយើងដឹងមុនថារូងនោះមានភិនភាគយ៉ាងម៉េចយ៉ាងណាហើយយើងអាចប្រុងប្រៀបខ្លួនបានច្រើនដែរទេដើម្បីប្រឈមមុខនឹងយថាហេតុគ្រប់យ៉ាងហេតុដូចបានអត្ថាធិប្បាយត្រួសអំពីខាងលើនេះយើងអាចសន្មតដោយមានការភ័ន្តច្រឡំជាអតិបរមាចំពោះអនាគតកាលនៃប្រទេសកម្ពុជាយើងឯនេះជើងមេឃឯណោះសុទ្ធតែប្រកបទៅដោយដុំពពកខ្មៅជាច្រើនអនេកកម្លាំងនៃការសង្កត់សង្កិនខាងផ្លូវសេដ្ឋកិច្ចជាមួយគ្នានឹងខាងបណ្ដាជននិងផ្លូវនយោបាយថែមទៀតផង
គឺជាការគម្រាមកំហែងមួយយ៉ាងធំធេងឥតប្រៀបផ្ទឹមបានដែលប្រទេសយើងត្រូវតែទទួលរងអំពីសំណាក់អនាគតប្រទេសជិតខាងទាំងពីរក្នុងលក្ខន្តិកៈបែបនេះមាគ៌ាដែលយើងត្រូវដើរគឺយើងត្រូវតែមានកាតព្វកិច្ចជាបឋមរៀបចំសេដ្ឋកិច្ចជាតិយើងឲ្យដើរលឿនទាន់ជាតិនិយមសម័យនិយមធ្វើសេដ្ឋកិច្ចឲ្យរីកចម្រើនជាអតិបរមាដើម្បីអាចឲ្យមានកម្លាំងគ្រប់គ្រាន់អាចប្រឈមមុខទប់ទល់នឹងបានកម្លាំងសង្កត់សង្កិនពីអ្នកជិតខាងយើងដោយធ្វើឲ្យការគំរាមកំហែងដល់ការគង់វង្សជីវិតយើងនៅទំហំយ៉ាងតូចបំផុតបើសេដ្ឋកិច្ចមានកម្លាំងគ្រប់គ្រាន់ហើយនយោបាយក៏ដើរតាមសេដ្ឋកិច្ចពីក្រៅខ្នងដែរសមនឹងពាក្យដែលថាគឺសេដ្ឋកិច្ចទេដែលនាំនយោបាយគំនិតទាំងអស់នេះគឺគ្រាន់តែជាលទ្ធផលនៃការត្រេះរិះពិចារណាស្ដួយស្ដើងនៃមនុស្សម្នាក់តែប៉ុណ្ណោះព្រមដូចនេះពុំទាន់មានលក្ខណៈជាសាក្សីនៅឡើយហេតុដូច្នេះហើយការភ័ន្តច្រឡំមិនច្បាស់លាស់ក្រែងមានជាការធម្មតាបំណងរបស់យើងគឺការសាកល្បងបំភ្លឺអនាគតកាលនិងសតិសម្បញ្ញៈតែប៉ុណ្ណោះត្រង់បញ្ហាពង្រីកសេដ្ឋកិច្ចឲ្យបានជឿនលឿននេះស្រេចតែសមត្ថភាពបច្ចេកទេសខាងផ្នែកនេះទៅចុះសូមប្រទេសកម្ពុជាមាតុប្រទេសរបស់យើងជាទីស្នេហាគង់វង្សជានិច្ចនៅក្នុងភាពថ្កុំថ្កើង